ឆាងសឹងឋានសួគ៌នៅផែនដីឯងជួយប្រពន្ធរបស់ឯងចង់បំផ្លាញអំបូរនេះដល់ពិសិដ្ឋព្រមទាំងអំបូរទេវតាមិនបានជាដាច់ខាតតើឯងហ៊ានប្រយុទ្ធជាមួយនឹងយើងទេមានតែភាពបរិសុទ្ធ3រួមបញ្ចូលគ្នាមានតែមួយប៉ុណ្ណោះដែលអាចមានជីវិតប្រាប់ឯងទៅចុះថ្ងៃនេះយើងនឹងឲ្យឯងយល់អំពីក្តីមរណៈប្រហែលឥឡូវនេះធាតុទាំង3រួមបញ្ចូលគ្នាទោះជាឯងមានស្លាប់ហើក៏មិនអាចគេចផុតពីពួកយើងបានដែរយើងសូមប្រមានឯងឈប់កេងក្អាងទៀតទៅប្រចាំមិនអីទេទោះបីគេសម្លាប់ខ្ញុំយ៉ាងម៉េចទៅហើយជាយ៉ាងទោះបីជាធាតុទាំង3រួមបញ្ចូលគ្នាក៏មិនអាចធ្វើអ្វីបានដែរយើងក៏ដូចគ្នាទោះជានៅក្នុងសភាពបែបណាក៏ដោយយើងនៅរងចាំខ្លាចជាអ្នកអស្ចារ្យពួកឯងចាំទទួលទៅសពូនចាំយើងផងចាំមិនទៅហើយតើអូនយ៉ាងម៉េចហើយឥឡូវនេះខ្ញុំបានបង្រៀនឈិនហ្វឹងឲ្យចេះប្រើកំបិតហោះតើសិស្សច្បងមិនដឹងទេបន្ទាប់ពីប្រើកំបិតហោះតើបងអាចដោះស្រាយរឿងរតនវត្ថុបានទេមិនអាចនោះទេបងបានសម្លាប់តកូលទាំង3ដើម្បីប្រមូលវិតមុនប្រភពនេះហើយនឹងឆ្អឹងរបស់នេះយកមកព្យាបាលអូនហើយកុំបារម្ភអីជាបងចុះមិននឹងអាចទៅរួចបងសម្លាញ់នេះជាវាសនារឿងមួយដែលធ្វើឲ្យខ្ញុំបារម្ភពីបងគេត្រូវបានវាយប្រហារដោយក្បាច់កុនកបិតហោះអូនគិតថាទោះបីរយៈពេល1000ឆ្នាំបងត្រូវសន្យាថានឹងមើលថែគេឲ្យល្អបងត្រូវចិញ្ចឹមគេឲ្យល្អហើយប្រាប់គេថាមិនអាចដូចនេះទេបងស្រឡាញ់គេច្បាស់ជាមានមជ្ឈបាយបងនឹងទៅរកលេនេះចាំបន្តិចកុំអីបងមិនដឹងទេថាបងបានបំផ្លាញនេះនឹងសរសៃនេះច្រើនណាស់រហូតដល់3000តើបងទៅរកអីទេ3អំបូរនឹងមិនទាន់គ្រប់គ្រាន់ទេបងត្រូវការ3បន្ថែមទៀតដើម្បីជួយដល់អូនពិភពលោកនេះបើគ្មានអូនទេវាពិតជាគ្មានអត្ថន័យសម្រាប់បងនោះទេលោកម្ចាស់សូមគិតម្ដងទៀតសូមអ្នកស្រីម្ចាស់មានរយៈយឺតយូរនេះជាបន្តអង្គុយធ្វើពីថ្មសឹងរតនវត្ថុនៃទន្លេភ្លេចវាផ្ដល់ធម៌ពលយិននឹងយ៉ាងឲ្យបងឈប់អារម្មណ៍ទៀតទៅលោកប្តីបងយកវាទុកទៅបន្ទាប់ពីអូនលាចាក់លោកអូននឹងស្វែងរកបងអូនចង់ត្រឡប់ទៅកាន់ពេលពួកយើងជួបគ្នាដំបូងឈិនហុ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 ងទោះបីជាអូនធ្វើដំណើរទៅកាន់ភពដទៃទៀតមិនថា9ឬ10ថ្ងៃទេបងត្រូវតែស្វែងរកអូនឲ្យឃើញអ្នកនាងមានដំណឹងពីទីក្រុងរាល់ថ្ងៃបងមកពីពិធីបុណ្យឆេះពិតហើយអូនសម្លាញ់ដល់វិញខ្ញុំឲ្យឆាប់ចេញទៅ10000ឆ្នាំហើយឈិនហុងពេលនេះអូននៅណាទៅលីយានឈប់ផឹកទៀតទៅសេដ្ឋកិច្ចកំពុងតែមិនល្អហេតុអីក៏ត្រូវផឹកស្រាកំដៅទុកព្រួយរាល់ថ្ងៃនេះនៅមិនយល់ទេខ្ញុំនិយាយទៅហេតុអីក៏ថាខ្ញុំមិនយល់បើទៅជាខ្ញុំអាយុ79ឆ្នាំតែក៏ដូចជាមានអាយុ10000ឆ្នាំពេលនេះទៅខ្ញុំនិយាយថាខ្ញុំមិនយល់ទៀតហើយគួរធ្វើជាមនុស្សមានអាដាមកតេកុំនិយាយកុហកទៀតមានរឿងអីកុំលាក់បាំងនៅក្នុងចិត្តហេតុអីមិនស្វែងរកជំនួយដើម្បីដោះស្រាយទៅម៉ារបស់នេះមិនដែលកុហកខ្ញុំទេឆាប់ប្រាប់មកតើនេះអាចស្វែងរកគេឃើញដោយបន្តនេះដែរទេកុំថាឡើយ10000ឆ្នាំបើលើសពី10000ឆ្នាំទោះបីជារាប់លានឆ្នាំក៏ខ្ញុំត្រូវតែស្វែងរកដែរខ្ញុំគិតថាលោកចាប់អារម្មណ៍នៅបន្តនេះពេកហើយឲ្យមកខ្ញុំមិនគួរទុកវាទៀតទេហេតុអីតាមប៉ាត់ខ្ញុំក៏ហាក់សោះរបស់ដ៏ពិសេសបែបនេះហេតុអីបានជាមាននៅក្នុងលោកនេះក៏តែទុកត្រង់នេះមិនមែនរបស់លោកទេខ្ញុំនឹងឲ្យលោកតាមរកព្រលឹងឋានសួគ៌ច្បាស់ជាចង់ជួបខ្ញុំដើម្បីជួយអីមួយហើយមិនអីទេសប្បាយចិត្តចាស់អ្នកនាងមនុស្សរបស់អ្នកនាងឈ្មោះចាំងឈុនធានឥឡូវនេះគេឆ្នៃតបសារគេសុំឲ្យអ្នកនាងទៅផ្សារអក្រិត99
អ្នកនាងខ្ញុំឆែកមើលឲ្យផ្សារភូមិនីត្រូសែនមានចរាចរណ៍ច្រើនណាស់មិនដឹងថាគាត់អាចនៅពិភពបែបនេះបានឬអត់ 3 feet វាមិនខ្ពស់ទេហើយខ្ញុំនឹងដុតពិភពទាំង3នេះចោលដោយប្រើថាមពលពិសេសបើសិនជាពិភពលោកមិនអីទេវាគួរតែគ្មានយើង លោកម្ចាស់សូមគិតម្ដងទៀត សូមលោកម្ចាស់លាធានគិតម្ដងទៀត ខ្ញុំយល់សប្តិឃើញច្រើនដងហើយអំពីស្ត្រីមួយនេះម្យ៉ាងទៀតគេបានជួយដោះស្រាយបញ្ហាខ្ញុំមួយចំនួនតែមិនដឹងថាគេចង់បានអ្វីទេហើយចំពោះរឿងនេះខ្ញុំបានឲ្យគ្រូទាយថ្ងៃខែកំណើតខ្ញុំត្រូវសុំយោបល់ពីគ្រូដើម្បីធ្វើចំពោះបុព្វបុរសបានប្រាប់ថាគាត់គឺជាអ្នកដែលបានជួយដឹកនាំខ្ញុំឲ្យមានផលវាសនាល្អខ្ញុំនឹងចាំមើលពួកយើងទៅ សុំជួយមើលឲ្យខ្ញុំតិចពេលណាទើបខ្ញុំអាចរៀបការជាមួយនឹងលោកបងកៃព្រោះថានារីក្មេងមកពីគ្រួសារស៊ូ មើលទៅទឹកមុខរបស់នាងខ្មៅណាស់នៅមានភ័ព្វសំណាងអាក្រក់ក្នុងពេលតែ1ម៉ោងទៀតនឹងមានឈាមដាននៅលើរាងកាយ ណែ នាងបានជួបខ្ញុំគឺជាព្រមលិខិតហើយឥឡូវយកវាចុះនាងក៏មានសំណាងល្អហើយ ណែជប់និយាយផ្ដេសផ្ដាស់ទៀតប្រយ័ត្នត្រូវតែកំភ្លៀងហ៊ានដាក់បដាសាខ្ញុំផងអីនេះហ៎អ្នកឯងចាំមើលចុះខ្ញុំនឹងឲ្យអ្នកណាម្នាក់មកហែកបទរបស់លោកថ្ងៃនេះ ឋានសួគ៌ខ្លាចទៅជាបិសាចមិនគួរធ្វើខ្លួនជាបិសាចនោះទេ គេនោះហើយជាស្ត្រីអ្នកនាងនេះគ្រាន់តែជាមនុស្សប្រមឹកមើលគេផឹកចុះគួរតែអញ្ជើញគេទៅកាន់ផ្ទះគ្រួសារស៊ូ បន្ទាប់ពីមេអំបែកខ្ញុំស្លាប់គ្រួសារស៊ូធ្លាក់ដល់បានឥឡូវមិនទាន់ស្រេចសងបានផងគ្រួសារចាយកំពុងតែបៀតបៀនចង់គ្រប់គ្រងគ្រួសារស៊ូទៀតទោះបីជាមួយភាគ10000ក៏ខ្ញុំត្រូវតែប្រឆាំងមិនអាចឲ្យគ្រួសារស៊ូត្រូវបានគេជិះជាន់ទេ ថ្ងៃនេះឈប់ហើយ លោកមិនអាចបញ្ឈប់បានទេ នៅតែគ្មានចម្លើយមើលទៅមានមនុស្សម្នាក់គេចង់និយាយពីឆ្នាំ លោកគឺចាំងសឹងចាំងហឹងមែនទេ មិនហើយគឺខ្ញុំនេះជាអ្នកណាដែរ ចង់លេងសើចជាមួយនឹងពួកយើងក្រែងលោកជាអ្នកឲ្យអ្នកនាងមកឥឡូវនេះសួរថាពួកយើងជាអ្នកណា ខ្ញុំក៏ស៊ូយូឡុងដែលបានឆាត់ជាមួយលោកតាមអនឡាញលោកអាចមើលរូបថតខ្ញុំមិនកុហកទេ ស៊ូយូឡុងឯងមិនស្គាល់ទេ លោកបើមិនពេញចិត្តអ្វីដែលខ្ញុំផ្ដល់ឲ្យទេខ្ញុំអាចឲ្យលោកធ្វើដងលោកត្រូវធ្វើអ្វីដូចដែលលោកបាននិយាយជួយខ្ញុំដោះស្រាយគ្រួសារស៊ូ នេះគឺជាស្អីទៅគឺខ្ញុំតា វាធ្វើឲ្យខ្ញុំឈឺពោះណាស់តែបន្ទប់តាក់សិន ហើយយ៉ាសុំទោសផងប្រហែលជាកូនស្រីខ្ញុំជាអ្នកធ្វើហើយនេះបានប្រើឈ្មោះរបស់ខ្ញុំឆាតទៅ បើសិនជាលោកខ្លាចលោកនិយាយតាមត្រង់ទៅហេតុអីបើទោសកូនស្រីគ្រួសារស៊ូទាំងមូលទុកចិត្តលើលោកបែរជាលេងសើច ខ្ញុំប្រាប់ហើយតាថាកូនស្រីខ្ញុំជាអ្នកធ្វើខ្ញុំមិនបានខ្លាចទេហើយមិនថាកូនស្រីខ្ញុំគេបានសន្យាអ្វីនោះទេគឺវាស្ថិតនៅលើខ្ញុំ ប្រកាសដែរទេ ប្រកាសហើយណែនេះនិយាយថាម៉េច បើដូច្នេះមែនចាប់ពីពេលនេះទៅលោកជាអាចារ្យរបស់ខ្ញុំហើយ ថាម៉េចនេះឆាប់ចេញទៅ ស្អីហ្នឹងអ្នកនាងរបស់ខ្ញុំជាកូនស្រីប្រចាំគ្រួសារស៊ូហេតុអីគាត់និយាយលេងសើចដាក់គាត់បែបនេះ លោកគ្រូចង់ឲ្យខ្ញុំចាញ់នឹងស្លាប់មែនទេតាមពិតគឺនាងតូចមែនទេដែលជាអ្នកឆាត់លេងជាមួយខ្ញុំកុំហៅខ្ញុំថានាងតូចកុំមើលងាយរូបរាងខ្ញុំតាមពិតទៅខ្ញុំអាយុ71000ឆ្នាំហើយអាយុច្រើនជាងជីតារបស់នាងទៅទៀតបើតាមមើលមុខមាត់នាងអាចដឹងថាខ្ញុំអាយុ90 វៃហេតុអីក៏ធ្វើអញ្ចឹង លោកប៉ាសុំកំខាំងនឹងខ្ញុំអីលោកប៉ាកំពុងស្វែងរកម៉ាក់ចិត្ត10000ឆ្នាំហើយតែមិនបានដំណឹងតែបានជាខ្ចីស្រាកំដរអារម្មណ៍តែខ្ញុំនិយាយចំនួនប៉ាទេម្យ៉ាងទៀតណាគាត់គឺជាម្នាក់ក្នុងចំណាំគ្រួសារអមតៈដែលអាចការពារគ្រួសារស៊ូក្នុងពិភពលោកអ្នកមីងមិនបាច់ព្រួយបារម្ភទេហ៎ ការពារពិភពលោកស៊ូលៀងយូតាជាណានៅក្នុងឋានៈនេះពីពេលនេះតទៅសៅគុនហ៊ូស៊ូលៀងយូកៅហឺមីងជាអ្នកការពារឋានសួគ៌នឹងទទួលខុសត្រូវមនុស្សក្នុងពិភពលោកយូលៀងយើងផ្ដល់អំណាចអាត់កំបាំងដល់ឯងត្រូវស្វែងរកឥទ្ធិពលនៃឈិនហ្វឹងប្រឆាំងនឹងផែនដីទទួលបញ្ជាម្ចាស់តមុនឋានសួគ៌សូមជួយសង្គ្រោះពួកយើងផង ឆាប់និយាយទៅហេតុអីហៅឈ្មោះដូនតារបស់ពួកយើង នេះគឺជាអ្នកមើលថែគ្រួសារស៊ូហេតុអីបានជានាងអន់យ៉ាងនេះស្វែងរកមនុស្សតាមរយៈអនឡាញទៅវិញ លោកប៉ាពាក្យសម្ដីរបស់លោកប៉ាអាចបង្ហាញភាពស្អាតខ្ញុំគ្រាន់តែលេងតាមអនឡាញមួយ channel តែប៉ុណ្ណោះមិនគួរដូច្នេះទេនេះដោយសារតែជំនួបផ្ទៃក្នុងទើបស្វែងរកអ្នកជួយគ្រួសារយើង ស៊ូលៀងយូគឺជាអ្នកការពារពិភពលោកតើជាម្នាក់ណាទៅដែលហ៊ានបង្រៀនគ្រួសារស៊ូរបស់ នេះជាការបង្កើតឡើងរបស់បុព្វបុរសប៉ុន្តែដើម្បីដឹកនាំពិភពលោកខ្ញុំមិនឲ្យគ្រួសារស៊ូរងទុក្ខយូរទៀតទេចាប់តាំងពីប៉ារបស់ខ្ញុំចែកឋានបងជាដងមួយខ្ញុំស៊ូយូខៃគាត់គឺជាអ្នកដឹកនាំគ្រួសារស៊ូ
មានការឧបត្ថម្ភពីគ្រួសារចាយដែលជាអ្នកគ្រប់គ្រងតុលាការមិនអាចទ្រាំនឹងគេទេ ខ្ញុំយល់ហើយក៏ប៉ុន្តែខ្ញុំសុំទោសខ្ញុំមានប្រពន្ធហើយមានការងារដែលត្រូវធ្វើនេះទៅរកប្រុសផ្សេងចុះ និយាយនេះបានន័យថាម៉េចអាមនុស្សម្នាក់នោះធ្វើឲ្យខ្ញុំខឹងខ្លាំងណាស់គឺគេនោះហើយ ទូយូឡុងនេះទៅចាក់ចៃពីគ្រួសារឥឡូវរកឃើញបរិសម្នាក់គិតថាជាគូអនាគតបែបទេ បើមែនតែយ៉ាងម៉េចវាជារឿងរបស់ខ្ញុំមិនមែនជារឿងរបស់លោកទេ ខ្ញុំគឺជាអ្នកឧបត្ថម្ភលោកចៅបន្ទាប់ពីការប្រកួតរបស់ឈិនឡុងនៅថ្ងៃស្អែកខ្ញុំនឹងបីឈ្មោះជាមិនខានដល់ពេលនោះខ្ញុំនឹងក្លាយជាអ្នកគ្រប់គ្រងគ្រួសារស៊ូនាងគ្មានឥទ្ធិពលទេ កុំលើកពីខ្លួនឯងពេកនៅមិនទាន់ដឹងអ្នកណាចាញ់ឈ្នះនៅឡើយទេ គិតថាបរិសនេះល្អប៉ុណ្ណាទេតើពិតឬទេចុងក្រោយពេលដាក់ដូនតាបង្ហាញខ្លួនក៏ត្រូវការមាសមែនទេបានន័យថាពេលនេះនាងកំពុងតែនិយាយកំ pl ែងដើម្បីពជាពេលនាងគួរតែភ្ញាក់ដឹងខ្លួនហើយឆាប់រៀបការជាមួយនឹងលោកចៅទេបន្ទាប់ពីយើងទទួលគេមរតកគ្រួសារយើងនឹងឲ្យនាងចូលទៅក្នុងធុងសម្រាមរស់ក៏មិនបាន និយាយបែបនេះហួសហេតុពេកហើយមិនថាអញ្ចឹងធ្វើដៃផងស្រាប់តែនិយាយក្អេងក្អាងហួសមានបែបនេះជឿឬអត់ថាខ្ញុំនឹងឲ្យ វៃវៃ ខ្ញុំឲ្យលោកធ្វើជាសត្វឆ្កែដើម្បីហាត់រកគ្រាប់បែក បានហើយវៃវៃ តើបារបាយខ្លាំងប៉ុណ្ណាយើងចង់ផ្លាត់ស្ត្រីម្នាក់ជាមួយលោកចៅឯងចង់វាយយើងមែនទេឯងគិតថាអាចធ្វើបានមែនទេ កុំនិយាយអួតខ្លាំងពេកប៉ារបស់ខ្ញុំគឺជាគ្រូនៃអ្វីៗទាំងអស់គាត់ចេះយុទ្ធសាស្ត្រគាត់នឹងធ្វើឲ្យលោកដូចជាសត្វឆ្កែអញ្ចឹង ណែម៉ាឪពុករបស់នាងជាមនុស្សអមតៈយើងគឺជារាជិនីបងប្រុសអើយបងប្រុសបងមើលគេធ្វើចោះឪពុករបស់គេកំពុងតែបន្លាចខ្ញុំជាមួយនឹងរន្ទះអាត់កំបាំងបងត្រូវតែសងសឹកឲ្យខ្ញុំណា មិនអីទេអូនសម្លាញ់ចាំបន្តិចបងនឹងបង្ហាញឲ្យអូនបានឃើញណា នាងមិនមែនជាមនុស្សក្លាហានទេជាមនុស្សកំប៉ិតកំប៉ោកនៅចំពោះមុខខ្ញុំធ្វើដូចម៉ាក់ខ្ញុំប៉ុន្តែវាមិនអាចទៅរួចទេ ឯងចាំមើលតើវាយ៉ាងម៉េច តើនរណាបង្រៀនឯងកុំកេកាំងនៅចំពោះមុខយើងឲ្យសោះឆាប់ចេញទៅឆ្ងាយភ្លាមទៅ ឯងគិតថាយើងខ្លាចមែនទេឯងអះអាងបែបនេះគឺដើម្បីការពារស្រីម្នាក់នេះមែនទេ បានហើយកុំហួសហេតុពេកគួរឲ្យចង់សាច់ខ្លាំងណាស់ប៉ុណ្ណឹងហើយនឹងមិនខ្លាចទៀត យើងអត់លេខសើចជាមួយទេថ្ងៃនេះយើងនឹងឲ្យឯងមកហូរឈាម ពិតប្រាកដទេនាងនិយាយថានាងគឺជាអ្នកគ្រប់គ្រងគ្រួសារស៊ូតែអាចទៅរួចទេយើងមិនជឿនាងទេកុំមកនិយាយដំកើងខ្លួនឯងនោះ មិនបាច់និយាយច្រើនទេនាំតែខាត់ពេលទោះជាកូនប្រុសព្រំលិខិតក៏មិនអាចបញ្ឈប់កូនប្រុសថាស៊ូបានដែរ ព្រមលិខិតមិនដំណើរការនោះទេគ្មានន័យអ្វីឡើយ ឆាន់ឆាំងសឹងកុំនិយាយទុកចិត្តពេក ឯងគឺជាមនុស្សឈួតតែមិនខុសពីសត្វស្រមោចគ្រាន់តែចង់រស់នៅក្នុងពិភពលោករកស៊ីយ៉ាងលំបាកតើមានវាសនាយ៉ាងម៉េចឬឯងគិតថាក្នុងលោកនេះគ្មានច្បាប់ត្រឹមត្រូវទេ សេយូកៃតើលោកចង់បានអី យើងចង់បានថ្ងៃនេះយើងចង់ឲ្យមនុស្សម្នាក់នេះបង្ហូរឈាមព្រោះគេបានចំអកឲ្យយើង អ្នកនាងពួកយើងទៅវិញទៅគេមិនមែនជាញាតិរបស់យើងទេគេជាមនុស្សរបស់លោកស៊ូមានមិត្តភក្តិជាមន្ត្រីកុំឲ្យមានរឿងអីឈិនឆាំងសឹងគឺគ្រាន់តែជាមនុស្សធម្មតាកុំចាប់អារម្មណ៍ជាមួយគេអី កុំធ្វើដូច្នេះអីប្រយ័ត្នអស់ពេល ថាម៉េចតើឯងចង់ធ្វើអីពួកយើងកំពុងតែនៅទីនេះហើយ មុននេះឯងបាននិយាយថាចង់បង្ហូរឈាមយើងនឹងរងចាំមើលនៅចំពោះមុខគ្រួសារស៊ូយើងនឹងឲ្យឯងខ្មាស់គេ ក្រែងឯងបាននិយាយថានឹងធ្វើឲ្យមានការបង្ហូរឈាមនៅទីនេះឯណាទៅហាតើមានការបង្ហូរឈាមទេហាហេតុអីក៏មិនឃើញ ឥឡូវនេះបានឃើញផ្ទាល់ភ្នែកហើយណា មិននឹកស្មានថាលោកប៉ាធ្វើខ្លួនឯងទេ តើគេជាបរិវេទមន្តមែន អាចរៃឯងអាក្រក់ណាស់ឯងពិតជាសំជាមួយនឹងស៊ូយូឡុងឯងសម្រាប់កូនរបស់យើង ថាម៉េច មានរឿងអីខ្ញុំមិនដឹងថាលោកកំពុងធ្វើអ្វីទេមិនក៏ទៅជាបែបនេះ គឺជាផលរបស់គេ ឯងនៅហ៊ាននិយាយទៀតនេះឯងកំពុងតែប្រមាថយើងហើយគ្រួសារស៊ូរបស់យើងគឺជាអ្នកដឹកនាំភាពអមតៈឯងបំផ្លាញពួកយើងឯងហ៊ានធ្វើឲ្យប្អូនស្រីយើងរងគ្រោះយើងមិនលើកលែងឯងទេឯងធ្វើឲ្យនាងស្លាប់យើងត្រូវតែជួយនាងឥឡូវនេះឯងមើលឲ្យច្បាស់ទៅ មើលទៅមិនអស្ចារ្យទេ ឯងនិយាយថាម៉េចនេះជាយុទ្ធសាស្ត្រនិន្ចាទាំង7យុទ្ធសាស្ត្រនេះខ្លាំងប្រកែកណាស់វាជាអំណាចធម្មជាតិហើយយើងអាចនឹងដឹងពីការប្រើធម្មពលយើងនឹងយ៉ាង នៅថ្ងៃនេះឈិនសូមអាចយកឈ្នះខ្ញុំនេះគឺជាវិជាសិលមួយហេតុអ្វីបានជាគេចេះតើអាចដែរទេឈិនសូមអាចយកឈ្នះស៊ូស៊ីមីងហេតុអីបានជាលៀងយូទទួលទណ្ឌកម្មម្នាក់ក្នុងចំណោមពួកគេនៅលើផែនដីនេះទើបខ្ញុំរកមិនឃើញតើមានកម្មអ្វីកើតឡើងទៅប្រហែលឆ្នាំមុននេះ ឈប់ធ្វើទៀតទេប៉ារបស់ខ្ញុំប្រាប់ថាគ្មានអ្នកណាអាចជួយសង្គ្រោះមនុស្សដែលនឹងស្លាប់ទេឆាន់ឆាំងសឹងខ្ញុំដឹងថាលោកមិនមែនមនុស្សកុហកនៅពេលដែលលោកធ្វើដាក់ស៊ូយូកៃឥឡូវនេះគឺខ្ញុំសុំស្នើឲ្យលោកទៅផ្ទះជាមួយខ្ញុំ
បើព្រមទៅជាមួយខ្ញុំរឿងនឹងទៅជាល្អវិញ អ្នកនាងនៅតែជឿថាគេអាចជួយបានមែនទេខ្ញុំគិតថាមិនល្អទេណា គេមិនធម្មតាដូចនាងគិតទេឆាន់ឆាំងសឹងតែជាមួយខ្ញុំនឹងធ្វើឲ្យអ្នកទាំងពីរមានសុវត្ថិភាពបើសិនជាលោកចង់ស្វែងរកប្រពន្ធគ្រួសារពួកយើងអាចជួយបាន មិនអីទេน้องខ្ញុំទៅជប់ស៊ូលៀងយូព្រោះខ្ញុំមានរឿងដែលចង់សួរគាត់ដោយផ្ទាល់ លោកប៉ានិយាយពិតជាត្រូវដែរនៅពេលបារម្ភនិយាយថាទេគឺបង្កប់ភាពស្មោះត្រង់ណែចាំអីទេប្រញាប់ទេ វ៉ាវធំខ្លាំងណាស់ខ្ញុំមិនចៃរំលែកបន្ទប់ជាមួយលោកគ្រូទេខ្ញុំតែងតែស្នាក់នៅតែម្នាក់ឯងទេលោកនឹងវៃអាចជ្រើសរើសកន្លែងមួយសម្រាប់ស្នាក់នៅបន្ទប់ណាក៏បានដែរ យូឡុង ម៉ាក់មកធ្វើអី ចៅយូឡុងកូនប្រុសច្បងរបស់គ្រួសារចៅអ្នកដែលមានលុយច្រើនជាងគេហើយក៏កំពុងតែមានឈ្មោះល្បីឥឡូវគ្រួសារគេរុងរឿងណាស់គេល្បីខ្លាំងណាស់នៅចំនួនថ្មីម៉ាក់ខឹងណាស់គេបានតាមកូនជាច្រើនឆ្នាំហើយបើកូនយល់ព្រមនោះកូននឹងបានទទួលអ្វីគ្រប់បែបយ៉ាងណាដឹងទេវាអាចនឹងជួយកូនដើម្បីឲ្យមានកេរ្តិ៍ឈ្មោះល្បីអាចខ្លាចជាម្ចាស់ពិភពគុណហេតុអីតាក់ទងជាមួយអាមនុស្សបែបនេះអញ្ចឹងបំភ្លេចវាចោលទៅ កុំបារម្ភអីលោកយាយមិនថាចាស់យាយឡុងមានលុយច្រើនប៉ុណ្ណាគេមិនអាចឈ្នះម៉ាក់ខ្ញុំបានទេ វៃខ្ញុំនិយាយទៅកុំបារម្ភអីខ្ញុំមិនចាប់អារម្មណ៍កូនស្រីនៅមីងទេតើពេលនេះស៊ូលៀងយូនៅណាទៅខ្ញុំមានការចង់ជួបគាត់ ថាម៉េចឯងជាអ្នកណាហ៊ានហៅឈ្មោះលោកម្ចាស់ពួកយើងបែបនេះ ម៉ាក់គាត់គឺជាប្រសងម្នាក់ប៉ុន្តែគឺជាមនុស្សដែលពួកយើងកំពុងស្វែងរក ពិតមែនទេពាក្យទំនាយរបស់កូនត្រូវបានច្រើនដោយបព្វបរោះពួកយើងគឺធាតុផ្គុំទាំង4វាអាចជួយដល់កូនឲ្យខ្ពង់ខ្ពស់លុះត្រាតែមានម្ចាស់នៃព្រំលិខិតជួយ ល្អខ្លាំងណាស់ឥឡូវនេះម៉ាក់បានជួបអ្នកដែលអាចជួយគ្រួសារពួកយើងបានហើយណា មានផ្លូវទេគេមិនមែនជាម្ចាស់ព្រំលិខិតទេគ្រាន់តែជាមនុស្សល្ងងម្នាក់ ស៊ូយូកៃឆាប់ចេញពីទីនេះទៅនេះជាផ្ទះរបស់ខ្ញុំ តើនាងជាមនុស្សយ៉ាងម៉េចក្រែងថាគ្រួសារនេះថ្លៃថ្នូរណាស់មិនក៏និយាយអញ្ចឹងយើងយល់ពីអញហើយអាយហ៊ានប្រើកម្លាំងវាយយើងផងយើងនឹងសងស្អែក បានហើយឈប់ភ្លាម នេះនាងកំពុងតការពារអ្នកក្រៅមែនទេហ៎ចង់ប្រឆាំងយើងហ៎ នេះជាមនុស្សរបស់ខ្ញុំមិនមែនអ្នកក្រៅទេបើចង់ធ្វើអីដាក់គេត្រូវឆ្លងកាត់ខ្ញុំសិន អ្នកទាំងអស់គ្នាបានឃើញហើយស៊ូយូឡុងហើយលើកំពុងតែមានជំនឿលើគ្រូទាយហើយមើលគេធ្វើចុះគេកំពុងតែមើលងាយគ្រួសារស៊ូបើយ៉ាងទៀតគេមើលងាយគ្រួសារចៅធ្វើបែបនេះនៅបំផ្លាញគ្រួសារស៊ូ លាវយ៉ុងមិនត្រូវធ្វើអ្វីប៉ះពាល់ពិភពលោកទេរាល់ការសម្រេចចិត្តគឺបែបវិទ្យាសាស្ត្រនៅក្នុងពិភពមនុស្សក៏ធ្វើឲ្យមានរឿងកើតឡើងក៏សោះ ខ្ញុំមិនចង់និយាយទេខ្ញុំគឺជាអ្នកការពារឆាន់ឆាំងសឹងព្រោះដើម្បីបព្វបរោះខ្ញុំជឿថាគេអាចធ្វើបានពីព្រោះថាឆាន់ឆាំងសឹងគឺជាកូនប្រុសព្រំលិខិតដែលខ្ញុំស្វែងរក ពើម្នាក់យើងបានជួបមនុស្សឲ្យធ្វើការស៊ើបអង្កេតតាំងពីដើមមកដល់ឥឡូវនេះកូនប្រុសព្រំលិខិតគឺមានតែម្នាក់គត់នៅក្នុងឋានសួគ៌ឆាងឆឹងគេទទួលស្គាល់ថាជាព្រះអាទិត្យព្រះច័ន្ទនិងតារានាងបាយជានិយាយថាឆាន់ឆាងឆឹងគឺជាម្នាក់នោះគេគឺជាពិភពស្លាប់ តាមពិតខ្ញុំបាននិយាយយូរហើយមែនទេ គ្មានបានការគ្រូសាស៊ូសម្ដៅលើអតិរិទ្ធអមតៈដែលកំពុងអង្គុយកុំធ្វើឲ្យគ្រូសាស៊ូរបស់ពួកយើងចោះអាប់អោនឯងមិនខ្លាចស្លាប់ទេ ពិតឬក៏មិនពិតឆាប់ហៅស៊ូលៀងយូដើម្បីមកបញ្ជាក់ឈប់និយាយទៀតទៅ លោកប្រហែលជាមិនដឹងទេថាសាកសពបព្វបរោះរបស់ពួកយើងគឺនៅឆ្ងាយណាស់ឥឡូវនេះមានប្រលឹងវីរៈនារីលើពិភពលោកបានជាខ្ញុំតាក់ទងគេគឺដើម្បីបញ្ជាក់វេទមន្តព្រោះមានតែគេទេដែលអាចជួយបានខ្ញុំមិនចង់ឲ្យប្រលឹងបព្វបរោះត្រូវបំផ្លាញពិភពលោកកំពុងជួបគ្រោះភ័យនោះទេ ជឿចិត្តលើខ្ញុំចុះទោះជាពិភពលោកទាំង3រលាយតែនៅតែអាចចង់សម្ព័ន្ធភាពខ្ញុំនឹងធ្វើគេផ្លាស់ទីឲ្យតទៅបាន លោកប៉ាអស្ចារ្យលោកមិនយល់ទេកញ្ចក់ហៅទៀនគឺជារនាំងរវាងឋានសួគ៌និងឋានមនុស្សដែលមិនអាចតាក់ទងគ្នាក្រៅពីឆាំងសឹងធានគឺមានតែគ្រួសារស៊ូទេអ្នកដទៃគឺមិនអាចប៉ះពាល់បានទេដូច្នេះកុំនិយាយខ្លាំងវិនិច្ឆ័យប្រសិនបើកញ្ចក់នោះខូចតើខ្ញុំមិននឹងអាចជួយប្រឡឹងបានទេ ឈប់និយាយទៅក្រែងចង់ធ្វើឲ្យកញ្ចក់ច្បាស់មែនទេដំបូងត្រូវឆ្លងកាត់ទីរបស់បព្វបរោះបើមិនដូច្នេះអាចនឹងមានសង្គ្រាមបើមិនជាប់ការធ្វើតេស្តច្បាស់ណាស់អ្នកប្រាជ្ញត្រូវរន្ទះបាញ់ពិចារណាមើលទៅ ដើម្បីប្រពន្ធរបស់ខ្ញុំត្រូវតែទៅកាន់ទីនោះ ក្មេងប្រុសកុំខ្លាចធ្វើជាមនុស្សល្អនៅទីនេះឯងកុំស្មានថាឯងអាចធ្វើអីក៏បានស្រីពាក់ជនជាតិម៉ុងហ្គូលីនឹងនៅផ្ទះគ្រូសាស៊ូ ឥឡូវនេះចង់យ៉ាងម៉េច គ្មានស្អីទេគេកំពុងតែរករឿងហៅទៀនប៉ះពាល់ដល់បព្វបរោះរបស់នាងយើងទុកឱកាសឲ្យគេម្ដងតែបើគេបរាជ័យគឺបានន័យថានាងកុហកនាងបានធ្វើឲ្យបព្វបរោះរបស់យើងទទួលបរាជ័យ អញ្ចឹងយ៉ាងម៉េច បើគេបរាជ័យមិនមែនមានតែគេទេជាមនុស្សព្រៃសូម្បីតែនាងក៏ដូចគ្នាដែរធ្វើឲ្យគ្រួសារស៊ូថោកតាមពិតគ្រួសារស៊ូត្រូវរៀបការជាមួយគ្រួសារចៅ ចាបើលោកប៉ាខ្ញុំឈ្នះ ប្រសិនបើប៉ានាងឈ្នះយើងនឹងធ្វើជាអាយ៉ងឯងចង់ប្រើអីក៏បានដែរ បានធ្វើតាមសម្ដីលោកចាស់ អ្នកនាងបើគេបរាជ័យអ្នកនាងអាចនឹងមានគ្រោះថ្នាក់ណា មិនអីទេខ្ញុំជឿលើគាត់និងជឿលើបព្វបរោះកុំបារម្ភលោកប៉ាច្បាស់ជាឈ្នះខ្ញុំធានា យូឡុងបើគេបរាជ័យគេធ្វើយ៉ាងម៉េចទៅគាត់ មិនអាចទេ
សូមអចិន្ត្រ នាំកូនទៅកាន់គ្រួសារចាស់ដើម្បីធ្វើការសុំទោសបើសិនជាមានអ្នកណាសួររកកូនម៉ាក់នឹងប្រាប់គេថាកូននៅមន្ទីរពេទ្យ អាឡអិតឯងត្រឹមស្លាប់ឲ្យហើយទៅ បើសិនជាស៊ូឡាំងយូនិយាយច្រើនដូចជាឯនេះយើងនឹងតែកំភ្លៀងឲ្យស្លាប់ជាមិនខាននោះទេ យើងចង់ឃើញឯងស្លាប់ណាស់ដល់ពេលនោះឯងអាចនិយាយពាក្យអញ្ចឹងបានទៀតទេ បើចង់សុកឆាប់ចេញភ្លាមទៅបើនៅតែនិយាយទៀតឯងនឹងធន់ជាងនេះ នេះជាកន្លែងរបស់បុព្វបុរសគ្រួសារស៊ូផ្លាប់លឹងមួយនោះគឺជាអំណោយរបស់ឋានសួគ៌និងផែនដីប្រចាំគ្រួសារស៊ូឥឡូវគ្រួសារស៊ូចង់តាក់ទងបុព្វបុរសគឺពឹងលើគេហើយដូច្នេះ ដូច្នេះអីពឹងផ្អែកលើកញ្ចក់ហៅទៀននេះឯងត្រូវឆ្លងកាត់ការទៀមទាពីបុព្វបុរសគ្រួសារស៊ូអាឡិតបើយើងជាយូឡុងយើងនឹងមិនឲ្យឯងធ្វើតេស្តនេះទេ គ្មានបញ្ហាទេ សូមសរសើរថាឯងពិតជាគ្រាន់បើប៉ុន្តែយើងចង់ឃើញឯងបញ្ចេញស្នាដៃនៅចំពោះមុខគ្រួសារស៊ូចាំមើលតើវាយ៉ាងម៉េច នេះជាការតែព្រមលិខិតធ្វើនេះដើម្បីអ្វី យើងមកនេះគឺដើម្បីជួយឯងជាកូនប្រុសព្រមលិខិតចាំមើលតើឯងអាចប្រើប្រាស់ព្រះអាទិត្យព្រះច័ន្ទនិងផ្កាយបានទេយើងចង់ឃើញខ្លាំងណាស់ កុំចូលអីវាគ្មានប្រយោជន៍ទេ បានន័យថាយ៉ាងម៉េច ប្រសិនបើធ្វើតេស្តមួយទៀតគឺពឹងលើកម្លាំងលោកខ្ញុំគិតថាលោកមិនអាចឆ្លងកាត់វាបានទេពីព្រោះវាសនាវាខុសគ្នាមើលតែគ្មានអ្វីអាចផ្លាប់ដូរវាបានទេប្រសិនបើលោកមិនអាចឆ្លងកាត់វាទេលោកនឹងត្រូវវិនាស កុំអាននិយាយជីវិតរបស់គេខ្ពស់ជាងយើងប៉ុន្តែឯងអាចប្រើពន្លឺបានទេពេលនេះយើងអាចប្រើបានយ៉ាងល្អបើចង់មានជីវិតឆាប់ចាក់ចេញពីទីនេះទៅអាឡិតយើងចង់ឃើញឯងស្លាប់ឥឡូវនេះ ឈប់សម័យទៅយើងមិនខ្លាចអ្វីទាំងអស់ ឆាន់ឆាំងសាំងកុំសម្អាងសមត្ថភាពខ្លួនឯងបែបនេះលោកប្រកាសជាស្លាប់អ្នកមែនចង់រៀបការជាមួយលោកប៉ាទេបើដូច្នេះមែនត្រូវតែមានទំនុកចិត្តខ្ពស់លើលោកប៉ាទេហើយមើលចាស់កុំខ្លាចអីលោកប៉ាពិតជាអាចធ្វើបាន ដែលយកសពទៅប្រាប់ឯងទៅចុះក្រៅពីគ្រួសារស៊ូមានតែព្រះអាទិត្យព្រះច័ន្ទនិងផ្កាយអាចរួមបញ្ចូលគ្នាបានគ្មានអ្វីទប់ទល់បានទេតាំងពីបុរាណមកដល់បច្ចុប្បន្នវាតែងតែដូច្នេះគ្មានអ្វីបំផ្លាញវាទេឯងមិនអាចជួយប៉ាឯងបានទេ នេះមិនមែនជាឈាមគ្រួសារស៊ូទេសង្គ្រាមអាចប៉ះពាល់ដល់គាត់មិនដឹងអីទេ យូរនឹងឆាប់ឯងនឹងខ្លាយទៅជាតកមិនថាយុទ្ធសាស្ត្រឯងខ្ពស់ប៉ុណ្ណាឯងប្រកាសជាចាញ់ការធ្វើតេស្តនេះហេនេះគឺថាគេនឹងស្លាប់ដែរទេម្យ៉ាងទៀតតើនេះជាស្អី ជាពន្លឺព្រះអាទិត្យនិងព្រះច័ន្ទវាពិតជាអស្ចារ្យណាស់ បានហើយបានឈប់ទេព្រះអាទិត្យនិងព្រះច័ន្ទចង់សម្ព័ន្ធគ្នាពីបុរាណដល់បច្ចុប្បន្នគឺមានតែធម្មពលឋានសួគ៌និងផែនដីទេដែលអាចបំផ្លាញគេ មិនយ៉ាងអាចទៅគេមិនអាចអមតៈទេបើអញ្ចឹងខ្ញុំស្លាប់មែនទេឯងខ្លែងខ្លាយទេ បុព្វបុរសបានដឹងហើយពេលនេះបុព្វបុរសបានដឹងហើយ សូមគោរពលោកម្ចាស់សូមគោរពលោកម្ចាស់លោកម្ចាស់មកវិញហើយខ្ញុំចង់ទៅជួបទៅប្រាប់លោកម្ចាស់អំពីវេទមន្តនេះ ហើយយ៉ាយប់នេះលោកម្ចាស់ច្បាស់ជាអាចបញ្ចេញមហិទ្ធិឫទ្ធិតើគាត់ជាលោកម្ចាស់អមតៈមើលទេតើពុតជាគាត់ពុតមើលទេ មិនអាចទេបែបនេះមិនអាចបញ្ជាក់អនាគតបានទេខ្ញុំយល់ហើយតាមពិតទៅម្នាក់នេះគឺជាជនបន្លំខ្លួនយើងប្រកាសជាសម្រាប់ឯងខាន ឈប់និយាយទៅឆាន់ឆាំងសាំងមិនចង់ធ្វើដូច្នេះទេ សូមមានមនសិការឡើងកុំធ្វើចឹងអីការប្រយុទ្ធគ្នានេះគឺមានតែធ្វើឲ្យមហោឈាមតែប៉ុណ្ណោះទៅវិញទៅ ឯងហ៊ានធ្វើបែបនេះដាក់គាត់ឯងចាំបំផ្លាញឲ្យទៀនឈានមែនទេឯងកំពុងបំផ្លាញជីវិតរបស់លើស៊ឺឯងស្លាប់ ទទួលទៅស៊ូលានយូគេកំពុងតែចុកខ្សោយមិនអាចធ្វើដំណើរបានទេតើមានអ្វីចង់ប្រាប់ខ្ញុំទេអាចឆាំនិយាយទៅតើមានមធ្យោបាយអីដើម្បីទាក់ទងស៊ូលានយូបាន មានមនុស្សម្នាក់ដែលអាចតាក់ទងជាមួយគាត់បានមានអ្នកនោះគឺអាចបាក់ព្រលឹងភ្នោរបស់ដូនតាគេគឺជាអ្នកផ្ដល់អំណាចតែកាលឆ្នាំមុនអ្នកវិទ្យាសាស្ត្រគេមិនព្រមទទួលបុព្វបុរស ពេលនេះតាគេនៅណានងខ្ញុំទៅជួបភ្លាម យើងចង់ដើរប៉ុន្តែយើងមិនឲ្យឯងធ្វើអីបានទេបើសម្រាប់ឯងមិនបានយើងមិនមែនជាមនុស្សទេ យូកៃលោកឈួតទេ គេជាអ្នកបង្កហេតុបើគេនៅតែមាននេះវាជារឿងប៉ះពាល់ដល់បុព្វបុរសឯងបានវាយយើងគឺឯងមិនគប្បីជាមួយគ្រួសារស៊ូទេ យើងនឹងទៅឯងក៏មិនអាចខាំខត់យើងបានដែរឈប់គិតទៀតទៅប្រហារ ឆាន់ឆាំងសាំងបញ្ឈប់ទេ
ការធ្វើតេស្តរវាងឋានសួគ៌និងបិសាចគឺធ្វើឡើងដោយបុព្វបុរសពួកយើងកុំធ្វើខ្លួនជាឃាតករអីហើយកុំចង់សម្លាប់បិសាចពីព្រោះគ្មានអ្នកណាហាមឃាត់ពួកគេបានទេ 50000 ឆ្នាំមុនឯងគាត់តែជាអ្នកនៅក្នុងសមាគមបិសាចដែលគ្មានអ្នកណាខ្វល់ថ្ងៃនេះយើងនឹងប្រើឈាមរបស់ស្ត្រីឯងទៅប្រាប់ពិភពលោកថាឯងរំខានយើង ស្គាល់ត្រឹមតែស៊ូលៀងយូព្រមទាំងឋានសួគ៌និងផែនដីមានពិភពមួយដែលមិនស្គាល់ឯងដឹងទេថាយើងជាអ្នកឲ្យដៅទៅគេ មើលចុះនេះជាកូនប្រុសព្រំលិខិតដែលនាងស្វែងរកតាមពិតគេគាត់តែជាមនុស្សអត់បានការច្រើនដងហើយដែលគ្រួសារសួររបស់យើងត្រូវគេគៀបសង្កត់សម្លាប់ភ្លាមទៅអ្នកការពារសម្លាប់សត្រូវ ខ្ញុំមិនអាចទទួលបានទេបញ្ញាប់រត់ភ្លាមទៅ នៅមិនទាន់រកឃើញស៊ូលៀងយូទេបើដូច្នេះខ្ញុំក៏មិនទៅណាដែរ អាចរៃឯងគិតថាវត្តមានរបស់ឯងល្អជាពុតណាស់ថ្ងៃនេះយើងត្រូវតែឲ្យឯងស្លាប់អ្នកទាំងអស់គ្នារួមកម្លាំងប្រហារសត្រូវម្នាក់នេះស្លាប់ទៅ យើងប្រាប់ហើយតាថាកុំចង់ប្រឆាំងជាមួយយើងឥឡូវនេះបានឃើញហើយ ឯងជាអ្វីចង់សម្រាប់យើងមែនទេនេះជាផ្លែដើមបិសាចឯងមិនអាចទប់ទល់ទេដើរស្ដេចបិសាចសូម្បីឋានសួគ៌ក៏មិនអាចទប់ទល់ឥឡូវស៊ូឡើងយកមិនទាន់មកដល់ឯងសម្អាងអីយើងនឹងឲ្យឯងទៅឋាននរោ បញ្ញាប់រត់ទៅមហិទ្ធិរដ្ឋនេះគឺខ្លាំងពូកែណាស់ខ្ញុំមិនអាចទប់ទល់បានទេបើមិនព្រមទេគឺអាចនឹងត្រូវបាក់ឆ្អឹងខ្ទេចមិនខានឆាប់រត់ភ្លាមទៅហេតុអីក៏នៅឈរមើលទៀត ខ្ញុំមិនស្លាប់ទេខ្ញុំពិតជាមិនអាចស្លាប់បានទេ ចិត្តដល់ពេលវេលាហើយឯងនឹងមិនអាចនិយាយបានលើកនេះយើងនឹងឲ្យឯងជាចម្រៀក មិនចាំបាច់ធ្វើអញ្ចឹងទេអត្តពលគ្រួសារសួរគឺជារបស់ឯង យឺតពេលហើយពេលនេះនៅគាត់តែជាបិសាចម្នាក់មានតែតកូលសួរដែលជាអ្នកដឹកនាំគ្រួសារទាំងមូលថ្ងៃនេះយើងនឹងសម្រាប់នាងជាមួយគេទុកជាអំណោយសម្រាប់គ្រួសារស៊ូយ៉ា ឆាន់ឆាំងសឹងខ្ញុំធ្វើបាបលោក មិនយ៉ាងអាចទៅរួច តើឯងធ្លាប់ប្រើដាវបិសាចដែរឬទេហ៎ បើដឹងថាចេញកុំរឹងទៅតឹងទៀត មិនអាចទៅរួចទេហេតុអីក៏ឯងមានដើរបិសាចឯងធ្វើបានដល់របៀបណា ថ្ងៃនេះយើងនឹងបង្ហាញឲ្យឯងបានឃើញថាដាវបិសាចពិតប្រាកដគឺជាអ្វីឯងនឹងបានឃើញមហិទ្ធិឫទ្ធិរបស់វានៅពេលនេះឯងបានឃើញហើយថាគ្នារបស់ឯងទុនខ្សោយមិនអាចធ្វើស្អីយើងបានទេ យើងមិនអាចចាយឯងបានទេហ៎ព្រឹទ្ធាចារ្យហេតុអីបានជាគេអាចប្រើដើរបិសាចជារឿងមិនពិតឆាប់សម្លាប់គេភ្លាមទៅ ក្មេងប្រុសគេជាមនុស្សមានទេពកោសល្យនៅទីនេះជាម្ចាស់ពិភពគុណហើយកុំចង់ប៉ះពាល់គេឲ្យសោះណាអនុញ្ញាតឲ្យគេទៅ យ៉ា លោកប៉ាគេកំពុងប្រើកាបិតវេទមន្ត បើទោះបីជារាងកាយរបស់ស៊ូលៀងយូកាន់តែទុនខ្សោយទោះបីជាមិនអាចធ្វើអ្វីក៏ដោយរឿងប្រើវេទមន្តកម្រិតនេះយើងជាអ្នកឈានមុខ ម៉េចលោកជាអ្នកជំនាញកាបិតបើដូច្នេះលោកជាអ្នកគ្រប់គ្រងខាងបិសាចមែនទេហេតុអីបានជាលោកចូលក្នុងគ្រួសារស៊ូខ្ញុំត្រូវបានគ្រប់គ្រងឲ្យស៊ូយូកេ នេះឯងកំពុងចង់ប្រើស្រីកំបិតបែបនេះមិនល្អទេមិនបីជាស្រីប្រចាំតកូលបើអ្នកទាំងអស់គ្នាសម្រាប់ខ្ញុំនឹងធ្វើឲ្យដឹងនេះឯងយើលោកបងខិនខ្ញុំអត់ចង់បង្ហាញខ្លួនទេខ្ញុំគ្រាន់តែរងចាំពេលវេលាដើម្បីប្រើប្រាស់កំបិតប៉ុន្តែលោកបានបំផ្លាញផែនការរបស់ខ្ញុំថ្ងៃនេះឆិនសាងឆឹងនឹងស្លាប់សម្លាប់ដោយប្រើកំបិតនឹងព្រួយឯងអាចទទួលបានទេពិបាកបន្តិចហើយ អ្នកណាប្រាប់ថាពិបាកអ្វីក៏យើងអាចធ្វើបានដែរ មិននឹងអាចទៅរួចហេតុអីក៏គេអាចគ្រប់គ្រងកំបិតបានតើគេជាអ្នកណាទៅ ឆាប់ប្រាំមកឯងចេះស្និតពេញ6នឹងកម្រិតហោះនេះឯងរៀនមកពីណាឯងកុំចង់កុហកយើងឲ្យសោះមិនដូច្នេះទេយើងនឹងរំលាយព្រលឹងឯង ខ្ញុំប្រាប់ស្រៀតកំបិតហោះនេះខ្ញុំរៀនពីលោកម្ចាស់ចៅ ឯងរៀនពីគ្រូសាស្ត្រចៅតើគេចេះយុទ្ធសាស្ត្រនេះមកពីណាដែរហើយឯងរៀននៅក្នុងគោលបំណងអី បើឯងចង់ដឹងចាំជាតិក្រោយចុះ គេជាយុទ្ធសាស្ត្រទាំងនេះពីគ្រួសារចៅស៊ូយូកេទំនាក់ទំនងស្និទ្ធជាមួយគ្រួសារចៅសូម្បីបុព្វបុរសក៏ដូចតែគ្នាដែរ ហេតុអីបានជាគ្រូសាស្ត្រចៅធ្វើឲ្យស៊ូយូកៃប្រឆាំង គ្រួសារចៅមានមហិច្ឆតាណាស់ខ្ញុំក៏ធ្លាប់បានរៀនវិជ្ជាទាំង4ដែលចង់ផ្លាស់ប្ដូរពិភពលោកថ្មីតែពេលនេះពួកគេប្រឆាំងនឹងយូកេខ្ញុំចង់ជួយគេឲ្យចូលក្នុងការប្រយុទ្ធនៃឈៀនឡុងក៏ប៉ុន្តែពេលនេះគឺបានឃ្លាតឆ្ងាយ គ្រូសាស្ត្រចៅចង់ធ្វើជាអ្នកគ្រប់គ្រងរាជវាំងអ្វីដែលពួកគេចង់ធ្វើនេះមើលទៅគួរឲ្យសំណើចខ្លាំងណាស់ខ្ញុំក៏ចង់ចូលរួមនៅក្នុងទឹកដីឈិនឡុងដែរ លោកថាចង់ជួយខ្ញុំ កុំយល់ច្រឡំខ្ញុំមានរឿងសំខាន់មួយត្រូវស្វែងរកស៊ូលៀងយូដើម្បីជំរះបញ្ជីជាមួយខ្ញុំ យូឡុង
ចៅយូឡុងគេប្រកាសជារកវិធីដើម្បីជួយមិនខានទេពួកយើងប្រកាសជាឈ្នះនៅឈិនឡុងឈិនសាំងឈឹងនេះมันអាចឲ្យទុកចិត្តបានទេ ប្រសិនបើស៊ូយូកៃឈ្នះនៅឈិនឡុងគេនឹងមានលុយច្រើនដើម្បីដឹកនាំគ្រួសារស៊ូបន្ទាប់មកគ្រួសារស៊ូនឹងក្លាយជាអាយ៉ងរបស់គ្រួសារចៅខ្ញុំចង់ជួយគ្រួសារស៊ូសិនឆាំងសឹងជាក្តីសង្ឃឹមតែមួយគត់ខ្ញុំជឿនៅគាត់ ពេលវេលាមកដល់ហើយការប្រកួតដ៏ធំនៅឈៀនលុងនឹងចាប់ផ្ដើមសូមក្រុមទាំងអស់ត្រៀមខ្លួនបេក្ខជនទាំងអស់ត្រៀមនៅក្នុងការប្រកួតចាប់ផ្ដើម នៅចំពោះយូកាយការពីម្សិលមិញខ្ញុំជឿថាគេមិនហ៊ានមកឈិនឡុងម្ដងទៀតទេ អ្នកណាថា នៅហ៊ានមកទៀតមិនចេះខ្មាស់ខ្លួនឯងមែនតែឯងមកធ្វើអីហ៊ាននាំអ្នកក្រៅមកទៀត ក្នុងនាមកូនប្រុសនៃគ្រួសារស៊ូហើយបានជាបញ្ចូលរួមប្រកួតដើម្បីគ្រួសារស៊ូសម្រាប់ខ្ញុំត្រូវបានគេចូលមកដូច្នេះត្រូវតែគោរពតាមការប្រកួត ចៅយីឡុងឯងរួមដៃជាមួយនឹងយូកៃសម្រាប់មកពាក់បរោះនៅហ៊ានមកចូលរួមប្រកួតនៅឈិនឡុងប្រឆាំងគ្រួសារស៊ូ ហេកុំនិយាយផ្ដេសផ្ដាស់នាងមានផលតាំងទេកុំប្រាប់ឲ្យសោះថានាងចង់ប្រើវេទមន្តកំបិតកុំប្រើល្បីនាងមិនខ្លាចត្រូវទទួលទណ្ឌកម្មទេហ៎ ឯងហេតុអីបើពាក់បរោះនេះអាក្រក់ម្ល៉េះ កុំនិយាយលឺពេកគេជាទាយាទរបស់តកូលចៅយុទ្ធសាស្ត្ររបស់គេសម្រាប់ចំនួនថ្មីគឺខ្លាំងណាស់ មិនអាចប្រៀបធៀបជាមួយនឹងឪពុកខ្ញុំទេ ចំពោះការប្រកួតនៅឈៀនលុងវាបន្ថែមនឹងការធ្វើជាមួយដីនិងយុទ្ធសាស្ត្រខ្លះនិងវេទមន្តផ្សេងៗទៀតដើម្បីស្វែងរកអ្នកណាដែលគួរឲ្យទុកចិត្តបំផុត ថាម៉េចមានការផ្លាស់ប្ដូរចង់ហេតុអីក៏មិនប្រាប់ជាមុន ចាំបាយប្រាប់មិនធ្វើស្អីការប្រកួតដ៏ធំនៅទីក្រុងស៊ូជៀនគឺដើម្បីសន្តិភាពពិភពលោកដើម្បីដាក់គំនាបលើពិភពលោកគ្រូសាស៊ូអាចនឹងដឹកនាំប្រសិនបើអាចយកឈ្នះ ប៉ុន្តែ យើងយកទេពកោសលជាចម្បងគ្មានអ្វីផ្លាស់ប្ដូរទេច្បាប់ត្រូវបានអនុវត្តការប្រកួតមានថ្មីដៃសូមចាប់ផ្ដើម ខ្ញុំមានឆ្អឹងនាគដល់ពិសិដ្ឋជាស្ដេចដីពិភពនេះយ៉ាងម៉េចដែរហ៊ានប្រកួតជាមួយយើងទេ តាំងពីឋានសួគ៌ឆាងឈុននិងផែនដីត្រូវបានបំផ្លាញដោយបិសាចគ្មានសញ្ញាទេមិននឹកស្មានថាគ្រួសារចៅជួយដល់គ្រួសារយូកៃគេយកឆ្អឹងនេះចេញមកពិតជាមិនគួរជឿ តាមពិតទៅគ្រួសារចៅអាចបង្កើតប្រវត្តិសាស្ត្រក្នុងការគ្រប់គ្រងភាពអមតៈ4នេះគឺជាប្រព័ន្ធការងារដ៏ល្អគ្មានអ្វីដែលអស្ចារ្យជាងឆ្អឹងនេះទេនេះគឺជាកិត្តិយសអាចនិយាយបានថាថ្ងៃនេះគឺជាថ្ងៃអ្នកខិតរឹកខ្លាំងណាស់ ចៅយីឡុងឯងឈួតទេឯងយកឆ្អឹងនេះដែររបៀបណាវាជាដំណើរភាពរីកចម្រើននៃគ្រួសារអស់រាប់ពាន់ឆ្នាំហើយហេតុអីបានជាឯងប្រកួតរបស់នេះទៅឲ្យស៊ូយូកៃប្រាឯងកំពុងតែប្រកួតជាមួយគ្រួសារស៊ូហើយ យើងភ្លេចប្រាប់នឹងអាឈឹងស៊ូយូកៃស្មោះត្រង់នឹងយើងណាស់ដោយសារគេទើបយើងអាចគ្រប់គ្រងគ្រួសារចៅមិនអាក្រក់ទេអរគុណអ្នកប្រុសណាស់ដែលទុកចិត្តលើខ្ញុំនេះគឺជាពេលវេលាដែលពួកយើងរួមដៃគ្នាដើម្បីឈ្នះ ស៊ូយូកៃឯងមិនគួរណាស់ទៅយកចិត្តគ្រួសារចៅទេឯងមិនចេះខ្មាស់ខ្លួនឯងសោះសមត្ថភាពអញប៉ុណ្ណាចង់ប្រកួតជាមួយគ្រួសារស៊ូ ដោយបាននិយាយកន្លងមកពួកយើងចង់សម្ព័ន្ធភាពនឹងគ្នាហើយលើគ្រួសារចៅធំបន្ទាប់មកអាចដឹកនាំគ្រួសារស៊ូនេះគេហៅថាព្រំលិខិតខ្ញុំចូលទៅកាន់គ្រួសារចៅ ប្រធានចៅទាំងពីរនៅឈរមកស៊ូយូកៃកាន់chânអ្នកក្រៅទៀតមែនទេគេគឺជាជនក្បត់របស់គ្រួសារ ពាក្យថាជនក្បត់មិនគួរនិយាយឡើយពីព្រោះថាការពិតទៅមិនទាន់បានបើកបង្ហាញពួកយើងចង់ឃើញថាវេទមន្តរបស់ឆ្អឹងនេះមានឥទ្ធិពលយ៉ាងណាអ្វីដែលសំខាន់យើងត្រូវការអ្នកដែលមានថ្វីដៃពិសេសតែប៉ុណ្ណោះឯង នាងលើច្បាស់ហើយនៅថ្ងៃនេះនាងមិនអាចប្រកួតជាមួយឆ្អឹងនេះទេទោះនាងខ្លាំងប៉ុណ្ណាក៏មិនអាចទទួលដែរសារភាពថាចាញ់ទៅកុំធ្វើឲ្យគ្រួសារមកមុខអីបន្ទាប់ពីខ្ញុំខ្លាចជាអ្នកដឹកនាំគ្រួសារស៊ូខ្ញុំនឹងតែងតាំងនាងឲ្យធ្វើជាស្រីរបស់លោកចៅដើម្បីសម្រាប់ឪពុកនិងកូនស្រីឈិនសៀវឈឹងម្ដងទៀតនាងគឺជាអ្នកធ្វើឲ្យយើងស្អប់ វេទមន្តឆ្អឹងនេះប្រចាំគ្រួសារមិនគួរថាយកមកប្រាប់លេបដាស់ទេឯងនឹងមិនទទួលលទ្ធផលល្អឡើយ នឹកឃើញយ៉ាងម៉េចបានជាយកអ្នកមកប្រាវាគឺជារឿងអាក្រក់គួរតែយកឆ្អឹងមន់ប្រាវិញ បាត់មកទៅដឹងទេថាវេទមន្តឆ្អឹងនេះត្រូវបានប្រើដោយគ្រួសាររាប់ពាន់ឆ្នាំហើយឥឡូវនេះយើងជាអ្នកដឹកនាំស្រាប់គឺជាអ្នកដឹកនាំពិភពលោកតែមូលឯងមានសមត្ថភាពប៉ុណ្ណាដែលអាចចង់សម្លាប់យើងនោះសាកទៅ ឯងពិតជាខ្លាំងគ្រាន់បើដោយពាក្យគេថាមែនតែយ៉ាងណាត្រឹមយុទ្ធសិលឯងប៉ុណ្ណឹងកុំសង្ឃឹមឲ្យសោះថ្ងៃនេះយើងនឹងឲ្យឯងស្លាប់នៅឈិនឡុងគ្រួសារស៊ូនឹងសោកស្ដាយដោយសារតែឯង ឯងមិនគួរយកបុព្វបុរសយកមកប្រើទេឯងក៏មិនអាចយកឈ្នះយើងបានដែរឯងប្រាប់ថាឯងជាអ្នកដឹកនាំគ្រួសារស្ដាប់ទៅដូចជាមិនសូវល្អទេ មានដឹងទេឥឡូវនេះគ្មានចំនួនទេទោះបីនេះមានយូរមកហើយប៉ុន្តែគេនៅតែអាចយកមកប្រើការបានអាចនិយាយថាមិនងាយទប់ទល់ជាមួយវាបានទេកុំអាលមើលស្រាលពេក ហូបនិយាយទៅឈិនសាងឈឹងកុំនិយាយមើលងាយឆ្អឹងនេះឲ្យសោះឯងគិតមែនទេថាអាចដឹកនាំពិភពលោកតាមរយៈយុទ្ធសាស្ត្រឯងហ៎ ចូលបើសិនជាយើងចង់យកឈ្នះតើយ៉ាងម៉េចយើងចង់ជួបស៊ូលៀងយូ ខ្ញុំអរគុណដែលលោកមានទឹកចិត្តល្អប៉ុន្តែក្នុងករណីនេះខ្ញុំមិនដឹងថាអាចយកឈ្នះគេបានឬអត់នោះទេការប្រកួតនេះគឺវាមិនងាយស្រួលឡើយ យកល្អឯងទទួលសារភាពចាញ់ទៅ
ថ្ងៃនេះបើសិនជាឯងមិនអាចនាំយករតនវត្ថុបានទេនៅកន្លែងប្រកួតនេះឯងមិនអាចយកឈ្នះពួកយើងបានឡើយយើងគ្មានសមត្ថភាពក្នុងការគ្រប់គ្រងវាទេព្រោះយើងកំពុងតែស្វែងរកជើងនាគដើម្បីកម្ចាត់ឯង មិនអាចទេ រដ្ឋាភិបាលទាំងអស់តើគិតយ៉ាងម៉េចដែលគឺ បើតាមការពុតទៅការប្រកួតយុទ្ធសិលនៅមិនទាន់បានបញ្ចប់ទេហើយម្យ៉ាងទៀតពួកយើងក៏ចង់ដឹងអំពីមហិទ្ធិឫទ្ធិអស្ចារ្យរបស់ឆ្អឹងនាគនោះដែរ ធ្វើយ៉ាងម៉េចទៅ អាឡអិនឯងចង់យ៉ាងម៉េចស្ត្រីចង់បង្កើតច្បាប់ឯងមានសមត្ថភាពទេ អ្នកប្រុសឡុងឯងជាអ្នកនិយាយដល់ខ្លួនឯងទេកុំថាយើងអាក្រក់នេះគឺជាអ្វីដែលឯងចង់បានមែនទេគ្រប់គ្រាន់ទេនេះគឺជានាគពុតប្រកបគឺជានាគរាប់ពាន់ឆ្នាំ មិនអាចទេ10000ឆ្នាំហើយដែលវាត្រូវបានបំផ្លាញចោលហេតុអីបានជាវាចេញមកបាន បំផ្លាញពួកគេទៅ គ្រួសាររាជវង្សជាអ្នកគ្រប់គ្រងឋានសួគ៌និងផែនដីរាប់តាំងពីឋានសួគ៌គឺជាអ្នកបង្កើតច្បាប់ហេតុអីក៏អញហ៊ានផ្លាស់ប្ដូរវា គឺជាឆ្អឹងនាគ 10000 ឆ្នាំតើអាចឲ្យពួកឯងយកឈ្នះបានដែរឬទេ តែតែដឹងថាវាជារបស់ពិតតើលោកគឺជាអ្នកណាឲ្យប្រកាសទេអ្នកម៉ាក់ដូចខ្ញុំបានប្រាប់ហើយថាលោកម៉ាក់គឺជាម្ចាស់ព្រំលិខិតប្រសិនបើគ្មានឆ្អឹងនាគទេគាត់ក៏មិនអាចយកឈ្នះឲ្យអ្នកម៉ាក់ដែរតើនេះជាអ្វីទៅ អ្នកនាងនេះគឺជានាគបុព្វបុរស10000ឆ្នាំដែលអាចខ្លាយទៅជានាគពិតវាគឺជារបស់ពិសិដ្ឋណាស់ទោះបីកន្លងទៅ10000ឆ្នាំមែនក៏វានៅមានមហិទ្ធិឫទ្ធិវាពិតជាអស្ចារ្យខ្លាំងណាស់ តើវាមកពីណា ប៉ុណ្ណឹងបានហើយប្រញាប់ធ្វើការវិនិច្ឆ័យទៅខ្ញុំត្រូវការជួបជាមួយនឹងស៊ូលៀងយូជាបន្ទាន់ มันគួរឲ្យជឿសោះថាឆឹងសាំងឆឹងគឺជាអ្នកដែលអាចជួយសង្គ្រោះរាជនីបិសាចវាត្រូវបានគេបំផ្លាញយូរហើយតើលោកគឺជាស្ដេចអមតៈមិនដែរទេអ្នកម៉ាក់មិនបាច់ខ្វល់ពីរឿងនេះពេកទេចាំដល់ផ្ទះវិញអ្នកបានដឹងហើយថាម៉េចខ្ញុំជាអ្នករើសវាប៉ុន្តែឥឡូវអ្នកម៉ាក់ទុកវាចាស់ទុកជាអំណាចពិសេសរបស់លោកប៉ា តាមពិតគេជាមនុស្សបោកប្រាស់កុំជឿគេអីឯងនឹងត្រូវចប់ឯងមិនឃើញអ្វីដែលគេធ្វើទេហ៎តាមពិតទៅគេគាត់តែអាចយកឈ្នះមួយគ្រាតែប៉ុណ្ណោះបានន័យថាម៉េចបើតាមរឿងព្រេង10000ឆ្នាំមុនសាងឆឹងគឺជាអ្នកបំផ្លាញឋានសួគ៌និងផែនដីគេប្រមូលព្រលឹងបិសាចទាំងអស់ដោយបង្កើតជាឡុងយួនតែគេបរាជ័យក្នុងការជួសជិះយ៉ាវធានពេលនោះគេខឹងណាស់បានបោះចោលគេតនភ័ណ្ឌទាំង3ប៉ុន្តែជាសម្រាងល្អដែលគ្មានស្រីតូចរើបានឡុងយួនចំណែកព្រលឹងវាងឡុងកំពុងស្ថិតនៅក្នុងឡុងយួនហើយគេក៏ធ្វើតាមបញ្ជារបស់ឈិនសាងឆឹងខ្ញុំយល់ហើយយើងប្រាប់ហើយគេគ្រាន់តែជាមនុស្សម្នាក់ដែលមិនគួរឲ្យទុកចិត្តតើគេអាចជួយអ្វីនេះបានទេ មិនថាគេជាអ្នកណាទេសំខាន់ឆ្អឹងនាគ 10000 ឆ្នាំគឺជារបស់ពិតលោកម្ចាស់ធំឆាប់ប្រកាសលទ្ធផលទៅ សូមប្រកាសថាស៊ូយូឡុងគឺជាអ្នកឈ្នះនៅក្នុងការប្រកួត ឈុនសាំងឆឹងខ្ញុំអរគុណលោក កុំយល់ច្រឡំដែលខ្ញុំជួយនាងគឺគ្រាន់តែដើម្បីបុព្វបុរសរបស់នាងតែប៉ុណ្ណោះទេ កុំថាអញ្ចឹងគាត់ជាមនុស្សស្រុក មោទនភាពស្អីវត្ថុនេះគឺជាស្នូលរបស់បុព្វបុរសយើងនឹងធ្វើឲ្យលោកបង្ហាញអ្វីនៅក្នុងដៃឯងពីព្រោះវាជារបស់ខ្លែងខ្លាយត្រូវហើយក្រោមជំនួយខ្ញុំការពិតនឹងត្រូវបើកបង្ហាញស៊ូយឺឡុងនាងចាំមើលចុះ ការប្រកួតនៅឈៀនឡុងបានមកដល់ទីបញ្ចប់សូមចាប់ផ្ដើមប្រកួតម្ដងទៀតច្បាប់នៃការប្រកួតនៅតែដដែលអ្នកដែលមានមហិទ្ធិឫទ្ធិខ្លាំងពូកែតើនរណាគេដែលជាអ្នកតំណាងឲ្យគ្រូសាចៅ យូឡុងនាងមិនអាចយកឈ្នះគ្រួសារចៅទេលើកនេះយើងនឹងឈ្នះអ្នកទាំងអស់គ្នាចាំមើលចុះតើខ្ញុំជាសមាជិកគ្រួសារស៊ូដល់របៀបណា មើលទៅពីនេះកំពុងតែចុកខ្សោយកម្លាំងរបស់ដៃកំពុងតែប្រើនេះមិនអាចប្រៀបធៀបកោពីលោកប៊ុនបានទេពីព្រោះថាមានរបស់មួយបាត់គួរឲ្យអាណិតណាស់ កុំគិតថាអាចយកឈ្នះឲ្យសោះយើងនៅមិនទាន់បានបង្ហាញទេយូកៃបើកមាត់ទៅ នេះគឺជាថ្នាំលីងយុនថ្នាំនេះពូកែណាមិនក៏ឯងមានវាពីព្រោះថាវាមានមិនលឹកពី3ទេមិនក៏ឯងឲ្យទៅយូកៃធ្វើនេះគឺមិនត្រូវទេ ពីព្រោះយើងចង់គ្រប់គ្រងគ្រួសារស៊ូដូច្នេះត្រូវតែវិនិយោគទុនថ្លៃយូឡុងប្រាប់នេះទៅចុះនាងមិនអាចគេចផុតពីយើងទេ នេះជាយុទ្ធសាស្ត្រខានឃើញរាប់ពាន់ឆ្នាំហើយលើកនេះនាងមិនរួចខ្លួនទេយើងនឹងឈ្នះ កុំតន់ថាខ្ញុំត្រៀមរួចហើយប្រកួតគ្នាសិនទៅ ខ្លាចតែនាងមិនអាចទប់ទល់ជាមួយនឹងគេបានតាមដែលមើលឃើញក្នុងពេលនេះគេអាចជាអ្នកឈ្នះ
យើងមិនដែលឃើញអ្វីដៃបែបនេះពីមុនមកនោះទេណានាងគួរតែបោះបង់គំនិតនេះចោលទៅសន្យាថាមិនប្រឆាំងនឹងគ្រួសារចៅនាងត្រូវធ្វើការបម្រើគេណាដឹងទេ ហេតុអីដឹងលទ្ធផលបើមិនទាន់សាក់ផងនោះបើគេអាចធ្វើបានខ្ញុំនេះក៏អាចធ្វើបានដូចគ្នាបើទោះជាត្រូវលះបង់ដល់ជីវិតក៏ដោយ មិនឃើញក្តាមមឈូសពិតជាមិនស្រក់ទឹកណែកចូលមក នេះគឺជាយុទ្ធសាស្ត្រទី6ដ៏អស្ចារ្យមើលទៅយូឡុងក៏ជាមនុស្សម្នាក់ដែលមានទេពកោសល្យពូកែខ្លាំងដែរមិនចាញ់ឪពុករបស់នាងប្រមាណនោះទេតែសំណាងអាក្រក់នាងជាមនុស្សស្រី មើលទៅនាងមិនព្រមបោះបង់ទេ គួរឲ្យសរសើរវេនកុំតន់អានិយាយទៅផ្ដាស់មើលធ្វើដៃរបស់គេសិនទៅតើមើលទៅគេគឺជាអ្នកដឹកនាំគ្រួសារស៊ូបាទហើយ មិនអាចទៅរួចទៅខ្ញុំប្រាយុទ្ធសាស្ត្រទី8គេមិនអាចមានព្រៀបលើខ្ញុំទេ លោកប៉ាមិនក៏មិនធ្វើម្ដងទៀតមនុស្សអាក្រក់កំពុងប្រឆាំងគ្រួសារស៊ូ នេះគឺជារឿងរបស់គេទេ គេគឺជាចៅមិនអាចប្រាយុទ្ធសាស្ត្រទី8ឆាប់ប្រកាសទៅខ្ញុំគឺជាមេគ្រួសារស៊ូ ប្រកាសហើយនាងមិនអាចតតាំងអ្វីបានទៀតទេឆាប់ទទួលសារភាពថាចាញ់ទៅជាមេគ្រួសារត្រូវតែជាអ្នកដែលមានទេពកោសល្យខ្ពស់ទៅបានកុំព្យាយាមអីព្រោះនាងគឺជាមនុស្សស្រីបើនៅតែបន្តទៀតគឺមានតែក្តីឈឺចាប់ ខ្ញុំមិនបបង់ទេហេតុអីក៏ដឹងថាខ្ញុំចាញ់ខ្ញុំមិនសារភាពចាញ់ទេ បន្ទាប់ពីលេបថ្នាំគេក៏មានការប្រែប្រួល គេចំអំបែកហើយស៊ូយូឡុងនាងបង្កើនកម្លាំងធាតុបែបនេះអាចនឹងដុតខ្លួនឯងបានដោយចង់យកឈ្នះនាងសុកចិត្តរំលែកខ្លួនឯងយុទ្ធសាស្ត្រទី9បានន័យថានាងមិនរស់ទេនេះគឺជាច្បាប់ ខ្ញុំត្រូវតែការពារយុត្តិធម៌មិនឲ្យគេខ្លាចជាមេគ្រួសារស៊ូទេបានទោះជាខ្ញុំអស់ជីវិតក៏ខ្ញុំមិនឲ្យគេអមតៈដែរ មិនអាចទេមិនអាចទេ ឆាន់សាំងឆាំងមិនតិចទៀតវត្ថុនេះនឹងបាក់លោកអាចនឹងមានគ្រោះថ្នាក់ចេញទៅវិញទេ ខ្ញុំសន្យាថាជួយនាងមិនខ្លាចអស់ជីវិតឡើយ បើអត់ពីលោកទេគ្រួសារស៊ូនឹងខ្លាចជាអាយ៉ងគេមិនតែប៉ុណ្ណោះស៊ូជាងនឹងត្រូវបាក់បំផ្លាញដល់គ្រួសារចាយកុំធ្វើដូច្នេះ បានសម្រាប់ស៊ូលៀងយូគេគឺជាមនុស្សល្អម្នាក់ដូចជានាងអញ្ចឹងខ្ញុំនឹងជួយនាង លោកជួយខ្ញុំ យូឡុងកុំឲ្យខាតពេលនាងនឹងគិតថាគេអាចជួយនាងបានទៀតទេវាមិនខុសពីចាប់ភ្លើងក្នុងសមរភូមិទេយូឡុងសារភាពទៅថាយើងគឺជាម្ចាស់គ្រួសារស៊ូយើងអាចទុកជីវិតឲ្យនាងបើមិនដូច្នោះទេនាងអាចនឹងគ្រោះថ្នាក់សូម្បីចូលផ្ទះគ្រួសារចៅហូបមីក៏មិនបានផង កុំតន់អាននិយាយអ្វីទាំងអស់រងចាំមើលសិនទៅឯងគឺជាសិស្សរបស់យូឡុង យើងមិនបាននិយាយទេពួកឯងក៏ព្រាមយើងតែយើងមិនទទួលស្គាល់ទេនាងបានប្រាយុទ្ធសិលក្នុងចំណោម4បែបនេះគឺជាការប្រថុយណាស់រហូតដល់ជីវិតហើយលើនេះវាបានខាងហើយ ខ្ញុំមិនចង់និយាយច្រើនទេយុទ្ធសាស្ត្រទី3 1 2 ឯងមិនអាចគ្រប់គ្រងវាបានទេយើងធានាថាឯងមិនអាចធ្វើបានទេ 1 ខ្ញុំទទួលស្គាល់ថានោះគឺជាគ្រូ បុព្វបុរសចេញបោហើយ5000ឆ្នាំហើយនៅទីបំផុតក៏បានបង្ហាញនៅក្នុងគ្រួសារស៊ូយើងទទួលស្គាល់ថាគឺជាម្ចាស់របស់ពួកយើងហើយ មិននឹងអាចទៅចៅកងឈីតើមានរឿងអីមិនដឹងទេច្បាស់ជាមានអីហើយ លោកប៉ាខ្ញុំមិននឹកស្មានថាលោកប៉ាខ្លាំងណាស់ម្លឹងទេអស់ចាឥឡូវនេះព្រមទទួលខ្ញុំជាម្ចាស់ហើយឆាន់សាឆាំងអរគុណលោកនេះ សំខាន់គឺលើកនេះខ្ញុំចង់ជប់ស៊ូលៀងយូខ្លាំងណាស់ ចាប់ពីពេលនេះទៅខ្ញុំនឹងបម្រើគ្រួសារស៊ូជាអ្នកដឹកនាំ សូមគោរពលោកម្ចាស់ យើងមិនព្រមទេ របស់ពិសិដ្ឋនៅក្នុងដៃខ្ញុំអញគ្មានអ្វីតវ៉ាទេ នាងក៏បានស្គាល់យើងហើយត្រូវទទួលកំណត់របស់យើងនាងគិតថាអាចធ្វើបានមែនទេមិនមែនស្នាដៃរបស់នាងទេតែយើងអាចធ្វើបានដែរឆាប់បង្ហូរឈាមភ្លាមយើងនឹងប្រើយកទៅសិលដើម្បីគ្រប់គ្រងពិភពលោកចៅកងឈីកុំធ្វើបាបខ្ញុំអីខ្ញុំនៅសល់ពេលតែ1ឆ្នាំទៀតខ្ញុំចង់ធ្វើការបម្រើលោកមិនទាន់ចង់ស្លាប់ទេឯងនៅសល់ពេល1ឆ្នាំប៉ុណ្ណោះ
បើមិនគ្រប់យើងទេឯងនឹងត្រូវស្លាប់ជ្រើសរើសទៅមិនអាចជ្រើសរើសបានទេដោយសារឯងចាំបម្រើយើងឯងក៏ជាវរៈបរិសគ្រួសារចៅយើងនឹងប្រើធម្មពលគ្រួសារចៅដើម្បីបង្រៀនឯងបានខ្ញុំនឹងធ្វើតាម ស៊ូយូកៃតាមិនស្ដាយទេឯងមកពីគ្រួសារស៊ូកុំចង់ប៉ះពាល់គ្រួសារប ិទមាត់ទៅដោយសារតែនាងមិនអាចយកអារម្មណ៍យើងទេឯងក៏មិនយល់ពីយើងដូចគ្នាថ្ងៃនេះសូមឲ្យមេឃនិងឈាមធ្វើការផ្លាស់ប្ដូរយើងចុះយើ ឆាន់សាំងឆាំងឆាប់ជួយផង ម្ដាយនិងកូនជាអ្វីនាងគ្រាន់តែជាមនុស្សម្នាក់ដែលបោកប្រាស់គេប៉ុណ្ណោះតើត្រូវទេ ឆាន់សាំងឆាំងកុំរវល់នឹងខ្ញុំមិនអាចជួយខ្លួនឯងបានទេឆាប់រត់ភ្លាម មិនអាចតាណាទេយើងទៅជាបែបនេះដោយសារគេឥឡូវនេះឯងចែកមហិទ្ធិឫទ្ធិយើងហើយនាងចាំមើលផ្ទាល់ភ្នែកចុះយើងនឹងបញ្ជូនគេទៅឋាននរក អ្នកនាងឆាន់សាំងឆាំងតាអាចជួយបានទេឆាប់ជួយអ្នកនាងខ្ញុំផងទៅ អូតាមមើលមិនអាចទេព្រោះនេះគឺជាមហាកម្លាំងឋានសួគ៌នៅផែនដីទោះបីមានយុទ្ធសាស្ត្រអមតៈក៏មិនអាចទ្រាំបានដែរលុះត្រាតែគេអាចបំបែកយុទ្ធសាស្ត្រនេះទើបអាចជួយដល់យូឡុងបានមិនអាចឈ្នះកម្លាំងឋានសួគ៌និងផែនដីបានទេ យ៉ាល្អក៏មិននិយាយផ្ដេសផ្ដាសលោកប៉ាឆាប់ធ្វើឲ្យពួកយើងឃើញផ្ទាល់ភ្នែកទេអត់ទេខ្ញុំមិនអាចបំបែកវាបានទេខ្ញុំមិនអាចតាក់ទងបពាក់បរោះដូច្នេះលោកមិនអាចធ្វើអ្វីបានទេឆាប់បញ្ចេញស្នាដៃទៅពេលព្រោះថានេះគឺជាការជួយសង្គ្រោះមនុស្សឆាប់ឡើងចាយយីឡុងខ្ញុំសារភាពចាញ់បើចង់សម្រាប់ខ្ញុំក៏ធ្វើចុះប៉ុន្តែចំពោះគ្រួសារស៊ូគ្មានតាក់ទងជាមួយគេទេឲ្យគេទៅចុះ ប្រាប់ឲ្យថាមិនអាចទៅបានទេថ្ងៃនេះគ្មាននរណារួចផុតទេសូម្បីនាងក៏ត្រូវតែស្លាប់យើងមិនលើកលែងឲ្យនាងទេថាប្រកាសប្រាប់ពិភពលោកទៅថាគឺខ្ញុំនេះឲ្យជាអ្នកគ្រប់គ្រង វ៉ៃឆាប់រត់ភ្លាមផ្លា មិនអាចធ្វើចឹងនោះទេកុំគិតចឹងអី ខ្ញុំបានសម្រេចចិត្តហើយលោកដឹងទេវាជាវាសនាមិនបាច់ជួយខ្ញុំទេឆាប់រត់ទៅឥឡូវខ្ញុំសម្រេចចិត្តឲ្យថាស៊ូស្លាប់ដល់លេងពួកគេទៅ ក៏បានដែរនាងមិននិយាយក៏មិនទៅយើង អ្នកនាង វូស៊ីមិនស៊ីងគឺជាយ៉ាង លោកប្តីអូនមិនអី សម្លាប់ទៅមិនថាគេជានរណាសម្លាប់ទាំងអស់ អូនស្មោះសុំទុំ តើនេះជាស្អីគេប្រើតែដៃម្ខាងក៏អាចទប់ទល់បានអស់ចាស់ តើនេះគឺជាអ្វីទៅអូតើមូលទៅគឺជាយុទ្ធសាស្ត្រនៅក្នុងចំណោម4មានតែអ្នកការពារអ៊ីស្រាអែលដែលអាចប្រើយុទ្ធសាស្ត្រនេះបាត់បង់ជាង1000ឆ្នាំហើយហើយនេះបានជាម្នាក់នេះអាចប្រើបានមិនក៏គេចេះយុទ្ធសាស្ត្រនេះ ខ្ញុំនិយាយហើយខ្ញុំនឹងស្លាប់ឲ្យឆាប់ឡើងឆាប់រត់ទៅទុកខ្ញុំចោលចោល បងមិនទៅណាទេមែនហើយកន្លងផុតទៅ10000ឆ្នាំហើយបងខំតាមរកអូនដើម្បីបំផ្លាញពិភពបិសាចរក្សាការពារផែនដីការពារឋានសួគ៌ទោះបីជាថ្ងៃអនាគតត្រូវបាត់បង់យុទ្ធសាស្ត្រក៏ដោយចុះតែក៏នៅតែសច្ចាថាការពារឋានទាំង3អូនធ្លាប់ទៅចោលបងម្ដងហើយបងមិនអាចបោះបង់អូនទេ ប្រាប់ហើយថាលោកប៉ាខ្ញុំក៏គ្រាន់តែនៅស្ងៀមឥឡូវគាត់បង្ហាញហើយគ្មានអ្វីដែលធ្វើមិនបានតាមពិតទៅស៊ូយូឡឹងគឺជាម៉ាក់របស់ខ្ញុំអរគុណលោកប៉ាទេឆាន់សាំងឆាំងលោកច្រឡំមែនទេខ្ញុំគឺស៊ូយូឡឹងមិនមែនប្រពន្ធលោក មិនច្រឡំទេនៅថ្ងៃដែលពួកយើងបែកគ្នាលីងស៊ីបានបែងចែកជាពីរមួយខាងនៅជាមួយនឹងបងចំណែកមួយខាងទៀតគឺនៅជាមួយអូននេះគឺជាការពិត នេះជាបន្តគុជពាក់កណ្ដាលវាដូចទៅនឹងស្នាមដៃលើរាងកាយរបស់ខ្ញុំ ពិតជាមិននឹកស្មានសោះថាវាបានคล้ายទៅជាសញ្ញានៅលើដៃរបស់អូនទៅវិញម្យ៉ាងវិញទៀតបងរកអូនឃើញហើយ ប៉ុន្តែខ្ញុំមិនចាំអីទេថាបងនិយាយអីនោះទោះបីជាបែកគ្នា10000ឆ្នាំតែទេបំផុតក៏នៅតែជួបគ្នាឥឡូវចង់ចាំវិញ គ្មានបញ្ហាទេសំខាន់គឺយើងជួបគ្នាហើយបន្តិចទៀតអូននឹងចង់ចាំឡើងវិញជាមិនខាន បានហើយក៏មកសម្ដែងនៅចំពោះមុខយើងឯងគឺជាអ្វីហេតុអីក៏ឯងមិនឆាប់ប្រាប់យើងថាឯងគឺជាអធិរាជទ្វារមេឃនឹងដីហេតុអីទើបឯងនិយាយទៅពេលនេះ កុំបន្តប៉ាខ្ញុំកុំប្រាប់ថាលោកក៏ចង់រកគាត់ដែរពេលនេះលោកប៉ាជួបម៉ាក់ហើយកុំចង់មកបែកពួកគាត់ទៀត អញ្ចឹងចាំមើលចុះតើយើងនឹងធ្វើអីដាក់ពួកឯង
ចាប់ផ្ដើមសាច់ថ្លៃនិយាយនឹងឲ្យឯងស្លាប់ដោយគ្មានដីកប់ បងប្រយ័ត្នផងពេលព្រោះថានេះគឺជាយុទ្ធសាស្ត្រមួយនៅក្នុងចំណោម4ដើម្បីសម្រាប់គេវាមិនពិបាកទេអ្នកម៉ាក់កុំបារម្ភថាម៉េចតែខ្ញុំនិយាយទេថាវាគឺជារឿងតូចមួយហេតុអីក៏បងពូកែដល់ថ្នាក់នេះតើបងគឺជាអ្នកណាឆាប់ប្រាប់ខ្ញុំមក អូនស្រឡាញ់ ឈ្មោះខ្ញុំគឺយូឡុង តាមការពិតទៅយុទ្ធសាស្ត្រប៉ុណ្ណឹងមិនខ្លាំងសម្រាប់បងទេបងអាចធ្វើបានបើហ៊ូស៊ីអាចគិតថាអាចកុហកកន្ទុយពោះបានតើមែនទេ លោកម្ចាស់យន្តវាសាហាវណាស់វាបានបំផ្លាញផានកុងហ្វាន់ ល្ងងមែនសុកចិត្តប្រយុទ្ធរហូតដល់ស្លាប់ឯងជាអ្នកធ្វើឲ្យផានគង់ហ្វានខ្លាចជាមហន្តរាយឯងមិនចេះគិតមែនបើទោះជាពួកគេទាំងពីរនាក់នរណាក៏ដោយក៏មិនគួរណាធ្វើអញ្ចឹងដែរ ហេតុអីមិនបោះបង់គេមិនអាចប្រឡូកជាមួយខ្ញុំឈ្នះទេខ្ញុំជឿជាក់ ស៊ូយីឡុងបាត់បង់វិជាសិលទាំង4ប៉ុន្តែវិជាសិលទី3ក៏អាចដោះទ្វារឋានសួគ៌នឹងផែនដីក្នុងពេលតែមួយកុំប្រមាថឲ្យសោះណាឥឡូវនេះវិជាសិលកំពុងតែធ្វើគ្រួសារស៊ូបែកបាក់នេះគឺជាមេដឹកនាំគ្រួសារស៊ូដូច្នេះត្រូវតែទទួលខុសត្រូវនៅក្នុងរឿងនេះ លោកចង់បានអី បើមិនចង់ស្លាប់នាងឆាប់សុំទោសទៅការលះបង់របស់នាងគឺវាអាចធ្វើឲ្យប៉ះពាល់ដល់ខ្លួនឯងបាន អ្នកនាងកុំអី សម្រាប់ត្រឹមតែផ្ទះពីរប៉ុណ្ណោះហេតុអីឲ្យប្រពន្ធខ្ញុំសម្លាប់ខ្លួនធ្វើបាននេះគ្រួសារចៅមិនខុសពីសត្វឆ្កែទេឯងដឹងទីណូប៊ីតាមានសារៈសំខាន់ប៉ុណ្ណាចំណុចពិសេសនៃក្បាច់គុណរបស់ឪពុកទាំង3មិនមែនថាមិនសំខាន់នោះទេទោះបីជាក្បាច់គុណឪពុកទាំង3មានសារៈសំខាន់ប៉ុណ្ណាក៏ដោយចុះឋានសួគ៌នៅតែមានគុណភាពកុំប៉ះពាល់ប្រពន្ធខ្ញុំឲ្យសោះបើសិនជាហ៊ានធ្វើខ្ញុំមិនលើកលែងឲ្យទេជប់ភ្លាម ត្បូងគុជប៉ាត់មែន ឈិនសាងឈឹងប្រាប់មកឯងចង់បានអីឯងមិនត្រូវធ្វើវាវិនិច្ឆ័យនោះទេបើសិនជាគ្មានវាតើបាននរណាជាអ្នកដឹកនាំពិភពលោកទៅពេលនេះលោកម្ចាស់បាវមិនអាចត្រឡប់មកវិញបានទេអ្វីគ្រប់បែបយ៉ាងគ្មានតម្លៃនៅក្នុងលោកនេះទៀតទេសម្រាប់ស៊ូលៀងយូខ្ញុំនឹងរកវិធីដើម្បីជួយ បិទមាត់ទៅឯងមិនសមនៅក្នុងលោកនេះទេអ្នកទាំងអស់គ្នាតាមខ្ញុំរុំដៃគ្នាចាប់គេកុំឲ្យគេនៅក្អេងក្អាងទៀត មើលទៅគេមិនមែនមានកម្លាំងធម្មតាទេពេលនេះគេមិនទាន់ធ្វើអីនៅឡើយកុំច្រឡោតឲ្យសោះគ្រួសារស៊ូបានប្រព្រឹត្តខុសវិន័យស្ដាប់យើងណាត្រូវតែមានការបូជាដើម្បីរំដោះឋានសួគ៌នឹងផែនដីពេលនេះចវាយធំមិនទាន់អាចបើកប្រលឹងឋានសួគ៌នឹងផែនដីនៅឡើយទេឯងមិនត្រូវធ្វើចាស់ទុំមានការខឹងសម្បាចំពោះឯងឡើយយីឡុងពួកយើងត្រឡប់ទៅវិញទៅឡជី ឲ្យពួកគេទៅចុះ បាន ពួកគេនិយាយត្រូវពួកយើងមិនអាចបំផ្លាញឋានសួគ៌ទេបើសម្រាប់ពួកគេបន្ទាប់ពីថ្ងៃស្អែកឋានទាំង3នឹងត្រូវរលាយដល់ពេលនោះគ្រួសារស៊ូមិនអាចដឹកនាំពិភពលោកបានទេ ឲ្យមើលចុះឯងគឺជាអ្នកបំផ្លាញឯងកំពុងតែធ្វើឲ្យពួកយើងវិនាសនាងមិនសមទទួលគេជាគ្នារបស់នាងនោះទេមិនសោះសមឡើយ ទាំងអស់នេះដោយសារខ្ញុំដោះស្រាយឥឡូវខ្ញុំជាគ្រូសុំទៅពេលវេលាឲ្យខ្ញុំដើម្បីបញ្ជាគ្រួសារបែបនេះគេហៅថាមានស្លាប់តែលោកប៉ាខ្ញុំអាចប្រើវាបានតែលោកប៉ារបស់ខ្ញុំឆ្លាតទេបានហើយមិនបាននិយាយបញ្ចូលច្រើនពេកទេបើទោះជាគាត់ពូកែក៏នៅតែជាបញ្ហាដែរដែលគាត់មិនអាចដោះស្រាយបាន ពិតមែនទេ មើលចុះនេះគឺជាសមិទ្ធផលថ្មីរបស់បងគឺវាអាចមានគុណភាពល្អជាងមុន10ដងអូនទុកវាចុះថ្ងៃស្អែកធានាថាពួកគេនឹងមិនហ៊ានបង្ហាញខ្លួនទេ តើវាមានឥទ្ធិពលខ្លាំងណាស់តើមែនទេ បើមិនជឿទេអូនសាកល្បងមើលទៅ បានខ្ញុំសាកល្បងប្រាប់វត្ថុបុព្វបុរសខ្ញុំគិតថាវេទមន្តប៉ុណ្ណឹងគ្រប់គ្រាន់ហើយវាមិនអាចដូចចិត្តទាំងស្រុងទេខ្ញុំមិនគួរជឿតាំងពីដំបូងមក យីឡុងហេតុផលគឺត្រូវជឿជាក់ទៅលើបុព្វបុរសទោះបីជាមានរឿងខុសខ្លះវាមិនមែនសុទ្ធតែបង្កគ្រោះថ្នាក់ទាំងអស់នោះទេ ប៉ុណ្ណឹងបានហើយធ្វើដាក់ខ្ញុំប៉ុណ្ណឹងហើយដែលមិនគ្រប់គ្រាន់ទេ ហេតុអីទៅ គ្មានហេតុអីទេលោកថាជួយគ្រួសារស៊ូក៏ប៉ុន្តែតាមពិតគឺបំផ្លាញលោកអាចធ្វើអ្វីបានអ្នកម៉ាក់កុំយកច្រឡំលើលោកប៉ាឈប់និយាយភ្លាមទៅហេតុអីក៏មិនបានតាំងពីដំបូងម្លេះតាមពិតទៅឪពុកកូនទាំងពីរនាក់នេះក៏ហាក់បោកប្រាស់ខ្ញុំតាំងពីដំបូង អត់ទេស្ងប់អារម្មណ៍សិនទៅ
ខ្ញុំស្ងប់អារម្មណ៍ហើយខ្ញុំជាកូនស្រីច្បងប្រចាំត្រកូលចំណែកលោកគឺជាអ្នកមកបំផ្លាញខ្ញុំលោកបោកប្រាស់ខ្ញុំតាមពិតទៅលោកគ្រាន់តែសម្ដែងដើម្បីធ្វើឲ្យខ្ញុំនេះមានកំហុស បានន័យថាយ៉ាងម៉េច ដូចដែលខ្ញុំបាននិយាយពីពេលនេះទៅលោកចាក់ចេញពីខ្ញុំកុំរំខានខ្ញុំចេញពីពិភពខ្ញុំឲ្យកូនទាំងពីរអ្នកឆាប់ចេញពីទីនេះភ្លាមទេឲ្យពុកកូនទាំងពីរនេះឆាប់ចាក់ចេញពីទីនេះភ្លាមទេអ្នកម៉ាក់កំពុងនិយាយពីអីអ្នកណាជាម៉ាក់ឯងជាក្មេងប្រុសម្នាក់ដែលគ្មានបានការឲ្យពុកកូនបោកប្រាស់ជើងឈប់សម័យទេបញ្ញាប់ចាក់ចេញភ្លាមទេរកក៏ចាក់ឆ្លងមកផងឆាប់និយាយ យីឡុងកុំនិយាយបែបនេះបងមកជួយគ្រូសាស៊ូណា ខ្ញុំស្អប់អ្នកណាឈិនសាំងឆឹងខ្ញុំដឹងថាបងល្អចំពោះខ្ញុំស្ថានភាពពិបាកនេះស្អែកនេះបលឹងឋានសួគ៌នៅផែនដីនឹងត្រូវបូជាជីវិតដើម្បីគ្រួសារស៊ូខ្ញុំមិនចង់រំខានបងទេ កូនស្រី ពួកយើងខំធ្វើល្អដើម្បីគាត់តែគាត់បែរជាចោទពួកយើងក្បត់ទៅវិញគាត់ស្ដីឲ្យខ្ញុំស្អប់គាត់ណា កូនស្រីកុំយកច្រឡំទៅលើម៉ាក់អីណាគឺដោយសារតែគាត់ស្រឡាញ់កូនគាត់មិនចង់ឲ្យពួកយើងស្លាប់ដោយអាសាបងទេដោយសារគ្រូសាស៊ូគាត់ក៏មិនចង់ឲ្យពួកយើងមានគ្រោះថ្នាក់ដែរប៉ុន្តែហើយអ្នកម៉ាក់ស្រឡាញ់កូនខ្លាំងណាស់ ដែលសារពួកនោះខ្ញុំខ្លាចជាខ្មៅម្ដងទៀតលោកបានកុំឲ្យពួកនោះធ្វើបាបអ្នកម៉ាក់ឲ្យសោះខ្ញុំចង់តែទៅទីនោះដើម្បីបំផ្លាញពួកនោះពេលនេះខ្ញុំខឹងហើយ យូឡុងត្រៀមស្លាប់ទៅមិនយូរប្រហែលទេនាងប្រកាសជាអស់ជីវិតឈិនសាងឈឹងគេមិនអាចមកទីនេះបានទេគ្រួសារស៊ូច្បាស់ជាត្រូវវិនិច្ឆ័យក ន្លងមកគ្រួសារស៊ូមិនដែលធ្វើអ្វីខុសទេលើកលែងតែយូកៃគេជាមនុស្សលោភលន់ណា ចៅកុងស៊ីបានបញ្ជូនលោកចៅមកដើម្បីដឹកនាំពិភពលោកដូច្នេះគ្រួសារចៅប្រកាសជាឈ្នះគាត់នឹងក្លាយជាពិភពអមតៈហើយម្យ៉ាងទៀតកៃទៀនហ្វូទទួលស្គាល់គាត់ជាសាវកឥឡូវនេះខ្ញុំតាមលោកចៅ ថោបើនេះគេចូលទៅកាន់គ្រូសាតៅហើយប្រើប្រាស់គ្រូសាវូ ធម្មតាទេអ្នកណាខ្លាំងគឺតែតែមានអ្នកត្រូវ យល់ស័ព្ទ មិនមែនយកសពទេបន្តិចទៀតនឹងបានឃើញជីវិតរបស់នាងនឹងលំបាកវេទនាចៅយីឡុងជាអ្នកស្នងមរតកតកូលចៅនេះគឺជាឱកាសដែលខ្ញុំត្រូវគ្រប់គ្រងប្រៀបដូចជាបាងគូឥឡូវខ្ញុំមកបូជាឋានសួគ៌នៅផែនដីឆាប់បើកទ្វារនេះគឺជាយុទ្ធសាស្ត្រដែលត្រូវប្រើផ្លែដៃដល់មុតស្រួចឆាប់បើកទ្វារភ្លាមនេះគឺជាយុទ្ធសាស្ត្រដែលប្រើផ្លែទឹកថៅដល់មុតស្រួចឆាប់បើកទ្វារទិសខាងលិចស៊ូយូឡុងទ្វារទាំង3របស់ឋានសួគ៌នៅផែនដីត្រូវបើកដល់វេននាមម្ដងហើយប្រសិនបើគ្រួសារស៊ូមិនអាចបើកទ្វារបុរាណបានទេមិនអាចចូលទៅក្នុងបានទេបន្ទាប់ពីនោះនឹងคล้ายទៅជាអ្នកគ្រប់គ្រងពិភពលោកទាំងមូលនឹងបានត្រូវបំផ្លាញបញ្ចេញថ្មីដៃទៅយូឡុងតើនាងអាចធ្វើបានទេឆាប់បញ្ចេញថ្មីដៃទៅបើមិនចឹងទេនាងនឹងចាញ់ឆាប់ធ្វើភ្លាមទៅ កុំធ្វើគេចាញ់ទាំងអាម៉ាស់បើនាងមិនអាចតស៊ូជាមួយគេបានសារភាពចុះចាញ់តែម្ដងទៅតាមមើលទៅថ្ងៃនេះគ្រូសាស៊ូនឹងត្រូវបហូរឈាមបើបើកទ្វារមិនបានទេប្រញាប់ចាត់ការភ្លាម ខ្ញុំសូមទទួលបញ្ជាថ្ងៃនេះគ្រូសាស៊ូនឹងបង្ហូរឈាម សូមគោរពទេវតាខ្លះសគ្រួសារស៊ូកំពុងជួបបញ្ហាត្រូវបានគេជិះជន់គេចង់គ្រប់គ្រងសូមលោកមេត្តាជួយពួកយើងផងខ្ញុំធ្វើនេះគឺដើម្បីសម្រេចយុត្តិធម៌សូមលោកជួយកាត់ក្តីបើកផ្លូវឋានសួគ៌និងសូមឲ្យខ្ញុំបានធ្វើពិធីបូជាដើម្បីឋានសួគ៌នៅផែនដី ជីវិតមានតម្លៃណាស់នាងគិតថាអាចយកឈ្នះបាននឹងងាយស្រួលទេតើថ្ងៃនេះយើងគួរយកឈាមរបស់អ្នកណា ពិតមែនហើយយូឡុងថ្ងៃនេះនាងនឹងស្លាប់ពិតមែនហើយចង់ឃើញនាងស្លាប់ណាស់ចាំមើលតើអ្នកណាអាចគម្រាមកំហែងទៀតអត់ពីនាងទៅតើអ្នកណាជាអ្នកធ្វើការខ្ញុំចង់ដឹងណាស់នេះអាចទប់ទល់ជាមួយកម្លាំងឋានសួគ៌ទេតើគ្រូសាស៊ូនឹងយឺតពេលមែនទេ លោកម្ចាស់គួរតែជួយដោះស្រាយបញ្ហាខ្ញុំសូមទុកឱកាសឲ្យខ្ញុំម្ដងទៅខ្ញុំនឹងលើកស្ទួយគ្រួសារស៊ូ ហេតុអីទៅតើមានរៃកាត់ឡើងហេតុអីទៅតើមានរៃកាត់ឡើងមិនក៏ទៅជាអញ្ចឹងហេតុអីបានជួយយូឡុងនេះបានន័យថាម៉េចមែនហើយខ្ញុំមិនយល់ទេហេតុអីបានចទេខ្លះសោះជួយនាងស៊ូយូឡុងមិនមែនជាមនុស្សល្អទេនេះជាមនុស្សខ្លាំងខ្លាយនិងជាមនុស្សអាត្មានិយមប្រហែលជាព្រលឹងបពៈបរោះកំពុងតែមានការយល់ច្រឡំហើយមើលទៅ 4000 ឆ្នាំហើយ
អាភូតទៅឲ្យបែបនេះក៏ប្របានឃើញណាស់តើមើលទៅលើកនេះគ្រួសារស៊ូមិនដឹងថាអាចរត់រួចឬអត់ទេគួរឲ្យសង្ស័យខ្លាំងណាស់ ពុតមើលហើយចាំមើលចោ នេះគឺជាព្រលឹងបពាក់បរោះគឺជាឈិនសាងឈឹង សូមគោរពបុព្វបុរសដើម្បីយុត្តិធម៌ត្រូវតែមានភាពស្មោះត្រង់គ្រួសារស៊ូធានទាំង4ត្រូវគេបំផ្លាញខ្ញុំខំប្រឹងប្រែងអស់រាប់ពាន់ឆ្នាំសូមបុព្វបុរសមេត្តាយល់ មិនពិតទេនេះជាកំហុសរបស់ស៊ូយូឡុងនេះបាននាំអ្នកក្រៅដើម្បីបំផ្លាញគ្រួសារនេះត្រូវតែទទួលខុសត្រូវអាយ ស៊ូយឡុងតើពួកគេនិយាយត្រូវទេ លោកម្ចាស់ខ្ញុំនិយាយស្មោះត្រង់នេះជារឿងកុហកហេតុអីទៅហេតុអីព្រលឹងបពាក់បរោះវាយប្រហារពួកយើង អាយយល់ទេថានេះគឺជាព្រលឹងឋានសួគ៌និងផែនដីកំពុងធ្វើបាបអ្នកដែលគ្មានកំហុស ស៊ូយូឡុងអ្នកបានបំផ្លាញព្រលឹងឋានសួគ៌ផែនដីទើបធ្វើឲ្យបពាក់បរោះខឹងនេះត្រូវតែទទួលទោស ស៊ូយឡុងតើមានអ្វីចង់និយាយទៀត ចៅយូឡុងនិងស៊ូយូកៃតាមពិតទៅពួកគេទាំងពីរនាក់កំពុងតែរួមគំនិតគ្នាក្នុងគោលបំណងដើម្បីបំផ្លាញខ្ញុំបែបនេះមិនល្អទេសូមលោកម្ចាស់ជួយផងសូមលោកម្ចាស់ឋានសួគ៌ផែនដីដាក់ទោសពួកគេទៅ ពិតជាល្អមែនបពាក់បរោះឋានសួគ៌ផែនដីកំពុងប្រមូលផលតាំងម្ចាស់ឋានសួគ៌ផែនដីធ្វើបែបនេះត្រឹមត្រូវហើយជាការដោះស្រាយបញ្ហាយុទ្ធសាស្ត្ររបស់លោកអស្ចារ្យណាស់ព្រមទាំងចេះបែងចែកសនិងខ្មៅត្រូវតែអនុវត្តច្បាប់ខ្ញុំមិនប៉ះពាល់ដល់គ្រួសារស៊ូទេផ្ទុយទៅវិញគេជាអ្នកបង្ករឿងជួយផ្ដល់យុទ្ធធម៌ឲ្យពួកយើងជួយដោះស្រាយបញ្ហាគ្រួសារស៊ូ ស៊ូយូកៃអញកលិចកលុចណាស់មិនรู้ដូចជាអញសំតែត្រូវរន្ទះបាញ់អញមិនសំជាគ្រួសារស៊ូ ហើយយើងជាអ្វីនេះឲ្យយើងធ្វើយ៉ាងម៉េចយើងគឺជាឈាមគ្រួសារស៊ូយើងមិនចង់ឲ្យនេះគ្រប់គ្រងទេ បានក្នុងករណីនេះយើងនឹងដកកម្លាំងធាតុរបស់ឯងចេញ ជើធានទីឯងសុកចិត្តជួយខាងបិសាចឯងធ្វើដាក់យើងដោយជួយនាងយូឡុង លោកម្ចាស់អ្នកដែលបានធ្វើខុសគួរតែត្រូវដាក់ទោសអ្នកនោះសូមដល់លែងគ្រួសារស៊ូយើងទៅ នេះប្រកាសទេ ប្រកាសហើយខ្ញុំមិនបានធ្វើខុសទេបើខ្ញុំធ្វើខុសមែនខ្ញុំទទួល នៅក្នុងករណីនេះយើងត្រូវតែដាក់ទោសនាងគឺឲ្យនាងរៀបការ លោកម្ចាស់ចង់ឲ្យពួកយើងធ្វើអ្វីសូមប្រាប់មកចុះកុំនិយាយប្រាប់ស្រីម្នាក់នេះពួកយើងអាចធ្វើអ្វីក៏បានឲ្យរកស្រីថ្មីល្អជាងនេះពិតមែនហើយបើតាមលោកនិយាយពួកយើងសន្យាថានឹងធ្វើឲ្យតែលោកពេញចិត្ត ស៊ូយឡុងនាងយល់ថាម៉េចដែរ ស៊ូយូឡុងគឺជាស្រីល្ងងម្នាក់ហើយតែបានលោកម្ចាស់ត្រូវការខ្ញុំត្រូវតែសម្រាប់ឈិនសាងឈឹងប្រើប្រាស់កូនស្រីរបស់គេដល់ពេលនោះគេច្បាស់ជាពិបាកចាំមើលតើឯងអាចគម្រាមយើងបានទៀតទេយើងត្រូវតែប្រយ័ត្នធ្វើរឿងនេះហើយ ស៊ូយូឡុងសាងឈឹងធានទីបានឃើញនាងហើយសម្លាងចានដងហើយដែលនាងនៅរស់នៅស្ទាក់ស្ទើរស្អីទៀតឆាប់លុតជង្គង់ទៅមិនអាចទេចង់ឲ្យនាងខ្លាចជារាជនីឋានសួគ៌ផែនដីមែនទេ ចាលោកម្ចាស់ថ្ងៃនេះខ្ញុំចូលព្រមតាមសំណពររបស់លោក យូឡុងនាងត្រូវតែពិចារណាមុននឹងឆ្លើយ ឯងបិទមាត់ភ្លាមទៅយើងត្រូវការហេតុផល ថ្ងៃនេះខ្ញុំបានបង្កើតកំហុសចំពោះក្មេងម្នាក់ខ្ញុំពិតជាស្រឡាញ់ណាស់ខ្ញុំជឿថាលោកម្ចាស់ក៏ដូចគ្នាដែរការបំពេញមនុស្សម្នាក់វាជារឿង បិទមាត់នាងកំពុងតែកុហកព្រោះថាគ្មាននរណាធ្វើឲ្យនាងទេ យូឡុងនេះបដិសេធច្រើនពេកតើមិនខ្លាចយើងខឹងទេឬ ខ្ញុំនិយាយការពិតសម្រាប់ម្ចាស់ឋានសួគ៌ផែនដីមិនមែនជាជំរឿនរបស់ខ្ញុំម្យ៉ាងទៀតប្រសិនបើខ្ញុំស្លាប់យ៉ាងណាក៏ខ្ញុំមិនអាចក្បត់ប្តីខ្ញុំដែរឈិនសាងឈឹង មើលចុះមានការផ្លាស់ប្ដូរហើយស៊ូយឡុងនាងធ្វើស្អីចង់ស្លាប់តាមមើលទេឥឡូវដឹងហើយរនៅថាវាមិនត្រូវដូច្នេះយើងនឹងអភ័យទោសឲ្យម្ដងទៀត សាងឈឹងគឺលោកហេតុអីមកទីនេះមិនក៏សួរពួកយើងអញ្ចឹងមិនដឹងថាខ្លួនឯងមានបេះដូងបរិសុទ្ធល្អយ៉ាងម៉េចខ្លះស្លាប់រស់ជារឿងធម្មតាតែកំណៃសាច់វៃៗតែយ៉ាងម៉េចលោកប៉ានិយាយត្រូវអ្នកម៉ាក់បារម្ភពីសុខភាពពួកយើងនេះជាមូលហេតុដែលពួកយើងត្រូវតែមក ហេតុអីឯងចេញពីព្រលឹងបពាក់បរោះគេដើរចេញពីទ្វារឋានសួគ៌ហេតុអីក៏អស់ចាម្លេះអាចឆ្លងកាត់មេឃនិងពពកគេអាចគ្រប់គ្រងទេពខ្លះសមែនទេអស់ចាណាស់ គេអាចធ្វើខ្លួនជាព្រះបាន ឈិនសានឈឹងហេតុអីទៅឬមួយក៏គេជាម្ចាស់នៃឋានសួគ៌នៅផែនដី ចាយីឡុងឯងបានធ្វើរឿងអាក្រក់ម្ដងហើយម្ដងទៀតនៅក្នុងពេលនេះឯងបានធ្វើបាបប្រពន្ធយើងពេលនេះឯងត្រូវតែទទួលផលហើយ ហ៊ានធ្វើបាបម៉ាក់ខ្ញុំតែអ្នកចង់ស្លាប់នៅក្នុងកណ្ដាប់ដៃខ្ញុំមិន ជួយខ្ញុំផង គាត់មិនអាចជួយអ្វីបានទេឯងមិនរួចខ្លួន បិទមាត់ពួកឯងមិនអាចធ្វើស្អីបាននោះទេឈប់ទៅពួកឯងឈប់ស្មើស្មៃទៀតទៅ មិនដូចពួកឯងគិតទេលោកម្ចាស់មិនអាចពួកឯងធ្វើអីបានទេលោកតាយិនការមិនធម្មតាទេ
វៃបើគេចង់ស្លាប់ខ្លាំងណាស់បំពេញបំណងរបស់គេចុះបិទមាត់ទៅកុំនិយាយចំពោះមុខយើងថ្ងៃនេះយើងនឹងឲ្យឯងស្លាប់មិនខានទេទទួលទៅ ថាម៉េចនេះគឺជាបលឹងឋានសួគ៌ផែនដីតើគ្រួសារយើងទាំង4អាចកម្ចាត់គេបានទេ មើលពីអ្វីដែលឯងបានធ្វើលើកចុងក្រោយយើងខានជួបគ្នារាប់ពាន់ឆ្នាំឯងគិតថាបុព្វបុរសរបស់យើងទាំង4ស្លូតចំពោះឯងតើមែនទេឯងគុំស្រមៃឲ្យសោះឈឹងទៀនស៊ីនណាក៏ស្គាល់យើងដែរពួកយើងមិនចាំបាច់បារម្ភទៀតនោះទេ បើដូច្នោះឆាប់កម្ចាត់ឈិនសាងឆឹងទៅបន្ទាប់មកគ្រួសារយើងទាំង4នឹងរួមគ្នាតែមួយដល់ពេលនោះគេមិនអាចយកឈ្នះទេមានតែពលិបុព្វបុរសយើងដែលអាចគ្រប់គ្រងពិភពលោកពួកគេមិនអាចទៅរួចទេបើគេចង់ដឹកនាំពិភពលោកក្រៅពីលោកម្ចាស់ឈឹងតើមានអ្នកណាធ្វើបានពិតមែនហើយគ្មានអ្នកណាប្រកែកជាលោកម្ចាស់ទេថ្ងៃនេះត្រូវតែទទួលទោសមានតែលោកម្ចាស់ទេទើបអាចគ្រប់គ្រងឋានសួគ៌និងផែនដីហេធានាថាលើកនេះពួកឯងមិនរួចខ្លួនទេ មិនថាពួកអញខ្លាំងពូកែប៉ុណ្ណាមិនថាយុទ្ធសាស្ត្រខ្ពស់ប៉ុណ្ណាក៏មិនអាចគ្រប់គ្រងចក្រវាឡបានដែរមិនយ៉ាងអាចគ្រប់គ្រងពលិបុព្វបុរសបានអូតើពួកគេមានកម្រងអី យីឡុងមិនថាមានអ្វីកើតឡើងនៅថ្ងៃនេះក៏មិនចាំបាច់បញ្យល់ច្រើនដែរចាំមើលមុខជនក្បត់សិនទៅរួចហើយចាំបញ្យល់ជាក្រោយ អ្នកប្រុសចៅមិនដឹងថាយ៉ាងម៉េចទេពីព្រោះគេគឺជាបិសាចពាន់ឆ្នាំកម្លាំងពិតជាមិនធម្មតាទេម្យ៉ាងទៀតគ្រប់គ្នានៅក្នុងដៃរបស់គេឲ្យគេទៅចុះក៏ប្រជែងជាមួយគេអីតើខ្លាចអីគ្រួសារយើងទាំង4នឹងរួមឈាមតែមួយទោះជាគេមានស្លាប់ហោះក៏គេមិនអាចគេចផុតបានដែរ ក៏អាចចង់សាច់ចិត្តស្លាប់ហើយនៅនិយាយលើយទៀតនៅចំពោះមុខប៉ាខ្ញុំគ្មានអ្នកណាហ៊ាននិយាយប៉ះពាល់ទេយកល្អសារភាពចាញ់ទេ លោកម្ចាស់មិនត្រូវឲ្យគេធ្វើបាបពួកខ្ញុំទេប្រើក្បិតទៅចាត់ការអមរៈនេះទៅ ឈិនសាងឈឹងឯងកុំលេងសើចធួនធួពេកបើទោះជាឯងធ្លាប់គ្រប់គ្រងប្រលឹងឋានសួគ៌ផែនដីជាច្រើនឆ្នាំលើកនេះឯងគ្មានឱកាសទេដូច្នេះហើយបញ្ឈប់ភ្លាមទៅមិនចឹងទេយើងនឹងសម្លាប់ឯងហើយនឹងស្រីរបស់ឯងចោលជាមិនខានអ្វីទាំងអស់របស់ឯងនឹងត្រូវបំផ្លាញហើយបញ្ជូនពួកឯងទៅឋាននរកខ្ញុំចង់ដឹងខ្លាំងណាស់ឯងមានទំនុកចិត្តប៉ុណ្ណាទៅឯងកំពុងតែស្ថិតនៅក្នុងស្ថានភាពបែបនេះទៅហើយឯងនៅតែមិនទាន់ដឹងខ្លួនទៀតតាមមែនទេបើសិនជាឯងចង់ដឹងពិតមែនចាំយើងមកហាញឯងឲ្យឃើញ យុទ្ធសាស្ត្រប្រតិកម្មយុទ្ធសាស្ត្រប្រតិកម្មចៅទាំងឡាយហេតុអីក៏ចេះយុទ្ធសាស្ត្រនេះក្រែងជាបា ពេលបរិរបស់ស៊ីអាជៀនបានលាក់ពួននៅក្នុងពិភពលោកព្រមទាំងបានកសាងឋានសួគ៌7ជាន់យើងនឹងទម្លាយអត់កំបាំងនេះ កុំធ្វើជាណាមានមហិច្ឆតាខ្លាំងពេកឯងនឹងត្រូវចាញ់ហើយក៏នឹងទទួលការឈឺចាប់បំផុតបន្ទាប់ពីឯងត្រូវយុទ្ធសិលឯងមិនអាចការពារនរណាទៀតទេបន្ទាប់ពីនេះលោកម្ចាស់នឹងក្លាយជាម្ចាស់ពិភពលោក ដូច្នេះហើយបុព្វបុរសទាំង4បានបង្កើតយុទ្ធសិល2 កាត់យុទ្ធសាស្ត្រពីរ មិនតែប៉ុណ្ណោះឈិនសាងឈឹងនឹងរលាយទៅជាផេះយើងនឹងប្រើយុទ្ធសិលនេះដើម្បីបំផ្លាញព្រលឹងរបស់គេបន្ទាប់មកនឹងបង្កើតធម្មពលឈិនលីង ឈិនលីងខ្លាំងជាងធម្មពលខ្យល់ទៅទៀត យើងនឹងធ្វើរឿងនេះឈិនលីងអាចគ្រប់គ្រងឋានសួគ៌និងផែនដីវាជាធម្មពលសម្រាប់ឋានសួគ៌ហើយថ្ងៃនេះគឺជាថ្ងៃប្រើប្រាស់វាហើយ អត់ទេថ្ងៃនេះបើទោះជាត្រូវស្លាប់ខ្ញុំលះបង់ជីវិតដើម្បីសម្លាប់ឯងហើយ ជឿឡងសុំនេះកុំបារម្ភអីគ្មានអ្វីដែលអាចប៉ះពាល់ដល់ជីវិតខ្ញុំបានទេយើងនឹងបំផ្លាញព្រលឹងរបស់ឯងដើម្បីបើកទ្វារនឹងរំដោះគ្រោះទៀនចៅសឹងលីងហើយចាំមួយចុះយើងនឹងបង្ហាញ កុំបារម្ភអីធម្មតាទេតែមើលទៅវាមិនមែនធម្មតាទេ ហេតុអីបានជាឈិនវាយអាចទៅរួចទេម្ចាស់ឋានសួគ៌ចៅឆឹងលីងបានរួមដៃជាមួយគេ ហេតុអ្វីបានជាលេចចេញជារូបភាពវៃទៅវិញខ្ញុំគឺជាអ្នកជ្រើសរើសគ្រប់យ៉ាងនៃទីនេះតែចង់អាចារ្យសឹងលីងធ្វើអីតែអ្នកម៉ាក់ធ្លាប់លើសឹងលីងដែរប ិទមាត់ទៅឈប់និយាយអ៊ុតអានទៀតទៅមិនមែនជាការពិតទេ អ្នកម៉ាក់កុំបារម្ភអីលោកប៉ាហើយនឹងខ្ញុំមិនខ្លាចអ្នកណាម្នាក់ទេហេតុអ្វីបានជាមកទីនេះ យូឡុងតាមពិតទៅនេះមិនមែនជាព្រលឹងរបស់ឋានសួគ៌និងផែនដីអីទេនេះគឺជាអ្វីដែលខ្ញុំបានធ្វើគឺប្រើប្រាស់ទីនេះដើម្បីធ្វើការតែប៉ុណ្ណោះឥឡូវនេះពួកគេកំពុងតែទទួលថ្នាំពុលខ្ញុំត្រូវប្រើប្រាស់រូបមន្តនេះដើម្បីបង្ក្រាបពួកគេហើយដូច្នេះហើយសូមឈប់បារម្ភទៅបានហើយឯងហ៊ានលួចប្រើប្រាស់ទីកន្លែងនេះថ្ងៃនេះឯងនឹងត្រូវតែវិនិច្ឆ័យជាមិនខាននេះគឺជាយុទ្ធសាស្ត្រតាល់ស៊ីងថ្ងៃនេះគ្រួសារចាស់របស់ឯងនឹងវិនិច្ឆ័យជាមិនខាន ឯងពិតជាខាងប្រកែប៉ុន្តែឯងហ៊ានជាអល់មុខម្ចាស់ឋានសួគ៌និងផែនដីឯងនឹងត្រូវវិនាស វិជាកំបិតហោះ វិជាក្បិតហោះឯងពិតជាមិនដឹងមែនឯងគ្រាន់តែចង់បានយុត្តិធម៌ពិភពលោក តាមមើលទៅជិនហ្វឹងគឺជាអ្នកក្បត់គេហើយស៊ូលៀងយូនិងអ្នកផ្សេងទៀតក៏ត្រូវគេបំផ្លាញដែរ ឥឡូវឯងខ្លាចហើយមែនទេយឺតពេលហើយលោកចៅឆាប់ចាត់ការគេភ្លាមទៅ តើនរណា
បង្រៀនវិជ្ជាកម្រិតហត់នេះដល់ឯង គ្រូយើងជាអ្នកបង្រៀន អ្នកណាជាគ្រូឯង គ្រូរបស់យើងគឺជាបព្វបរោះលោហិតចំណែកយើងគឺជាពស់ពឹសថ្ងៃនេះគឺមិនលើកលែងឲ្យឯងទេ ឯងគឺជាពស់ពឹសគ្រូឯងនៅណា យើងមិនដឹងទេប៉ុន្តែយើងគឺជាសាវកតែមួយគត់របស់គាត់ដូច្នេះបើឯងសម្រាប់យើងសន្យាថានឹងឲ្យឯងចុះនរកឯងនឹងគ្មានកន្លែងរស់នៅ យើងរកឃើញហើយ យើងមិនដឹងទេមិនខកទេព្រោះរដងគាត់តាក់ទងមកយើងដល់ចៃដន្យ ឈប់ភ្លាមទៅកុំធ្វើបាបគេនៅចំពោះមុខយើងឲ្យសោះស្លាប់ទៅបើសិនជាឯងមិនព្រមនិយាយការពិតយើងមិនទុកជីវិតរបស់ឯងនោះទេ ទេកុំសម្រាប់យើងមិនដឹងថាគាត់នៅឯណាពិតមែនប៉ុន្តែយើងដឹងថាគាត់នឹងមកឆាប់នេះ ឯងឆាប់និយាយច្បាស់ភ្លាមទៅយើងនឹងទុកជីវិតឲ្យឯង យើងមិនប្រាប់ឯងទេយើងរងចាំឲ្យឯងទៅកាន់ឋាននរកនៅពេលដែលព្រះច័ន្ទពេញវង្សពេលនោះផ្លូវឋានសួគ៌នឹងបើកផ្លូវជាប្រព័ន្ធដូច្នេះពិភពលោកយើងនឹងអាចគ្រប់គ្រង បានអញ្ចឹងថ្ងៃនេះគួរតែសាប់ឲ្យហើយតើឲ្យខ្ញុំសម្លាប់បព្វបរោះខ្ញុំនឹងបង្ហាញឲ្យបានឃើញឥឡូវ អត់ទេបាទហើយកុំសម្រាប់ខ្ញុំអីខ្ញុំសូមប្រាប់ម្ដងទៀត បានមិនទាន់ធ្វើតាមនឹងទទួលហើយ អត់ទេ ឈប់សិនទុកជីវិតឲ្យគេចុះឲ្យគេរស់បានពី3ថ្ងៃទៀតឯងឆាប់ចេញភ្លាមទៅ ស្អែកជាថ្ងៃច័ន្ទពេញវង្សពេលដែលគ្រូរបស់យើងមកដល់គាត់នឹងយកឈ្នះថៅចុងជាមិនខានទេបន្ទាប់ពីសឹងលីសិនធានគឺជាសាវកដល់ពេលនោះអ្នកដែលតាក់ទងនឹងគ្រូសាស៊ូនឹងចុះនរក18ជាន់មាននរណារួចខ្លួនទេ សាក់មកហើយ នាំខ្ញុំទៅ វិញកុំខឹងខ្លាំងពេកពីព្រោះថាលើកនេះពួកគេបានចោះចាញ់ពួកយើងទៅហើយគ្មានអ្វីគួរឲ្យបារម្ភទេឲ្យគេទៅចុះពួកយើងគ្មានបញ្ហាទេ អពកូនទាំងពីរនេះបញ្យល់ប្រាប់ខ្ញុំឲ្យច្បាស់ រឿងនោះគឺតាក់ទងជាមួយនឹងគ្រូរបស់ចៅឡុងវាប៉ះពាល់ដល់ជីវិតរបស់អូនពួកគេចង់បំផ្លាញអនាគតអូនបងព្រមឲ្យពួកគេទៅដើម្បីឲ្យពួកគេនាំគ្រូរបស់គេមកយើងនឹងបានជួបគេ គេចង់បំផ្លាញជីវិតខ្ញុំតែគេធ្វើយ៉ាងម៉េច អូននៅចាំបន្តគុជនេះបានទេ មិនតាមគុជនេះគឺបងបានឲ្យខ្ញុំនៅថ្ងៃកំណើត វាមានឈ្មោះថាថាងលីស៊ីបន្ទាប់ពីអូនចាក់ចេញទៅតំណែងគ្រប់គ្រងត្រូវបានបែងចែកជាពីរពាក់កណ្ដាលគឺជារបស់បងពាក់កណ្ដាលទៀតគឺជារបស់អូននៅពេលដែលពួកយើងផ្គុំជួលគ្នា តែអាចទេវៃនាងគឺជាកូនរបស់ខ្ញុំមែនហើយអ្នកម៉ាក់កូនស្រីម៉ាក់ចាក់ចេញពីកូនតែពួកយើងជាឈាមតែមួយម៉ាក់មិនចាំអ្វីសោះម៉ាក់ជឿថាកូនគឺជាក្មេងល្អម្នាក់ អូនគឺជាម៉ាក់បង្កើតរបស់វីពួកយើងបាយគ្នាជាយូរមកហើយអូនគឺជាម្ដាយដ៏ល្អម្នាក់បងចាំថាមិនមែនជាកំហុសរបស់អូនទេព្រោះអូនមិនបានធ្វើខុសហើយនៅក្នុងពេលនោះគឺដោយសារតែបងមិនបានកាន់ដៃអូន អ្នកម៉ាក់ល្អបំផុតក្នុងបេះដូងរបស់ខ្ញុំតាំងពីខ្ញុំជួបលើកដំបូងខ្ញុំគិតថាម៉ាក់គឺចិត្តល្អខ្លាំងណាស់ អ្នកនាងពេលនេះមិនស្រួលហើយគឺឲ្យខ្ញុំសុំតោផងដែលខ្ញុំមកពេលនេះខ្ញុំមិនគួរមក មានរឿងអីទៅឆាំនិយាយមក សុំតោផងដែលខ្ញុំមកពេលនេះខ្ញុំមិនគួរមកសោះ ចាំមិនមានរឿងអីឆាំនិយាយទៅ គឺដូច្នេះទេសមាជិកម្នាក់ក្រមត្រកូលស៊ូស៊ូយូកៃត្រូវបានការពារដោយត្រកូលចាងឥឡូវនេះកំពុងតែមានរឿង ពិតមែនទេមិនក៏គេធ្វើដូច្នេះមានរឿងអីហ្នឹងត្រកូលស៊ូត្រូវមានស្ថិរភាពក្នុងពិភពលោកហេតុអ្វីក៏ពួកគេហ៊ានដាក់គ្រាប់បែក គឺចាយូឡុងប្រយុទ្ធសិទ្ធិរបស់គេចង់បំផ្លាញត្រកូលស៊ូគឺមានតែកៅ3ប៉ុណ្ណោះដែលនៅសេសសល់នោះចាអូស្មានកំដៅនៅណានជាងតែយ៉ាងម៉េចដែរនេះគឺជាអូស្មានដែលបង្កើតឡើងដោយគ្រូសាស៊ូវាត្រូវបានប្រើប្រចាំគ្រូសាពួកគេធ្វើដូច្នេះប៉ះពាល់ដល់សុវត្ថិភាពរបស់គ្រូសាស៊ូបើគ្មានពួកគេទេគ្រូសាស៊ូគ្មានបញ្ហាទេប៉ុន្តែពេលនេះ ពួកគេកំពុងតែប្រើយុទ្ធសាស្ត្រនេះហេតុអីក៏មិនព្រមប្រមូលកម្លាំងធានមកវិញ យើងមិនអាចធ្វើបានទេព្រោះថាវាអាចប៉ះពាល់ដល់គ្រួសារ
ហេតុអីបានជាមិនប្រើវាជាអ្វីដែលបងឲ្យទៅអូនវាប្រសិទ្ធភាពហើយតែយើងចាំមើលបន្តិចទៀតវាមានឥទ្ធិពលនៅខែតុលាប៉ុន្តែឥឡូវនេះវាក៏អាច លោកគ្រូពិតជាអស្ចារ្យណាស់បែបនេះអាចបំផ្លាញគ្រួសារស៊ូបានខ្ញុំបោះបង់ពួកគេគឺជាហេតុផលដ៏ត្រឹមត្រូវលោកអាចខ្លាចជាអ្នកខ្លាំងបំផុតក្នុងលោក ប្រកាសហើយនេះជាទិសដៅចម្បងរបស់គ្រួសារត្រកូលនេះ ខ្ញុំសុំទោសខ្ញុំខ្លាចមហិទ្ធិឫទ្ធិនេះអស្ចារ្យខ្លាំងណាស់សូម្បីតែពេលនេះវាប្រៀបដូចជាក្របកាំភ្លើង យីឡុងយ៉ាងមិនហើយនឹងហ៎យ៉ាងមិនហើយ មិនដឹងថាយូឡុងនាងបានប្រើអីទេទើបទៅជាបែបនេះសូម្បីតែលោកគ្រូមិនអាចជួយខ្ញុំបានគ្រូសាចៅនឹងនាំសំណាងមកវិញនាំយកដល់ជ័យជំនះ បានហើយតែជាថ្ងៃពេញបរមីព្រលឹងទេវតាអាចប្រមូលផ្ដុំគ្នាដល់ពេលនោះមនហើយនឹងឆ្កែក៏អាចទៅកាន់ឋានសួគ៌ដែរ បងគឺជាឪពុកម្នាក់ដ៏ពិបាកបងដឹងថាទីនេះវាគ្រោះថ្នាក់នៅតែហ៊ានមកទីនេះអ្នកម៉ាក់ខ្ញុំជំនាញខ្លាំងណាស់ការពារអ្នកម៉ាក់ កូនស្រីនិយាយត្រូវកុំបារម្ភអី ប្រយ័ត្នមានគ្រោះថ្នាក់ទៀនធីចាដំបងសុនយួនទីនេះជាកន្លែងឋានសួគ៌ដ៏ចម្លែក មានតែមនុស្សពិសេសទេដែលអាចមកបាន មិនដឹងថាយ៉ាងម៉េចទេប៉ុន្តែប្រច័ណ្ឌនៅខាងនោះតើអាចទេមានមនុស្សដែលអាចគ្រប់គ្រងវាបានគួរឲ្យឆ្ងល់ណាស់ មិនអាចទេនេះជាឋានសួគ៌ទី8ពួកឯងមិនគួរនាំគ្នាមកទីនេះទេចង់គ្រប់គ្រងគ្រួសារស៊ូមែនទេដេកសម័យទៅយកល្អឆាប់ចោះចូលជាមួយគ្រួសារចៅ ស៊ូយូកេគ្រួសារចាស់ប្រឆាំងជាមួយគ្រួសារស៊ូខ្ញុំមិនអាចចូលរួមទេឯងក្បត់គ្រួសារស៊ូសុកចិត្តទៅជួយគេអាក្រក់ជាងសត្វដែលឆានទៅទៀត អ្នកណាថាគ្រួសារស៊ូពេលនេះយើងជាសមាជិកគ្រួសារចៅឈ្មោះរបស់យើងគឺចៅយូកៃយើងរស់នៅក្នុងគ្រួសារស៊ូមួយរយៈប៉ុណ្ណោះមិនឃើញមានភាពរីកចម្រើនអ្វីទេយើងបានចូលក្នុងគ្រួសារចៅ3ឆ្នាំហើយទទួលកម្លាំងធាតុយ៉ាងច្រើននេះជាសមិទ្ធផលរបស់យើងហើយយើងក៏ចង់ដឹងដែរថានាងប្រកាសជាមិនដឹងអីទេរឿងសម្ងាត់របស់គ្រួសារស៊ូមិនអាចលាក់បាំងយើងបានទេយើងបានដឹងអស់ហើយ ឯងបានក្បត់នឹងបុព្វបុរសមនុស្សសម្រាប់ដូចជាពួកគេក៏ងាយស្រួលកំចាត់ខ្លាំងណាស់និយាយជាមួយពួកគេទៀតនំតែខាត់ពេកទេ នាងទៅសាហាវខ្លាំងណាស់អាក្រក់មែនតែយើងចង់ឃើញតើនាងមានមហិទ្ធិឫទ្ធិប៉ុណ្ណានាងអាចបំផ្លាញមែនទេ ស្លាប់ទេ ហេតុអីទៅហេតុអីបានជាមហិទ្ធិឫទ្ធិខ្ញុំនៅតែចាញ់គេ ឯងគឺជាមនុស្សក្បត់មិននឹងអាចមានមហិទ្ធិឫទ្ធិបានទៅឆាប់ប្រាប់ឈិនហ្វឹងឲ្យចេញមក ជួយខ្ញុំផង ឲ្យទៅស្លាប់ទៅ មិនកាត់ទេគេអាចបំផ្លាញឋានសួគ៌ ចើច្បងសូមផ្ដល់កម្លាំងឲ្យខ្ញុំដើម្បីចាត់ការគេ 10000ឆ្នាំហើយបិសាចឯងនេះទីបំផុតបង្ហាញខ្លួនហើយ ច្រើនឆ្នាំហើយឯងនៅមិនទាន់ងាប់ទៀត មិនមែនជាលើកទី1ទេដែលឯងចាញ់យើងមិនអាចស្លាប់បានទេ ទោះជាឯងស្លាប់ឬក៏រស់សំខាន់យើងនៅរស់ឥឡូវនេះបានជួបឯងយើងនឹងឲ្យឯងស្លាប់ ជាច្រើនឆ្នាំមកហើយឯងនៅតែមិនយល់ទៀតតើមែនទេនៅក្នុងនាមឯងគឺជាសាវកដំបូងរបស់ព្រះជាម្ចាស់ក៏ប៉ុន្តែឯងបែរជាចង់បំផ្លាញឋានសួគ៌ហេតុអីហេតុអ្វីបានជាឯងធ្វើដូច្នេះឯងសុកចិត្តចូលដៃជាមួយនឹងបិសាចដើម្បីក្បត់យើងនៅទីបំផុតយើងពិតជាមិនដឹងថាឯងគឺជាខ្មោចសោះ ឈប់និយាយទៅឯងប្រហែលជាមិនដឹងអីទេទោះជាឯងមិនស្លាប់តែថ្ងៃនេះឯងត្រូវតែស្លាប់យ៉ាអស់ចានណាស់បិសាចកំណាចបានន័យថាគេជាអមតៈ លើទេឈិនសាំងឈឹងលើកនេះឯងប្រហែលជាមិនរស់ទេឯងមិនអាចយកឈ្នះបិសាចបានឡើយ លោកគ្រូគាត់ជាម្ចាស់ឋានសួគ៌ហើយគេនោះជាសត្រូវ តើវាជាការពិតដែរទេតើបងហើយនឹងវៃបានកុហកអូន ពួកយើងជាគ្រួសារតែមួយបងមិនកុហកអូនទេ តើឯងគិតយ៉ាងម៉េច
ឯងចង់ជួយកូនស្រីតើឯងអាចទប់ទល់ជាមួយយើងទេសូម្បីតែព្រលឹងទេវតាក៏មិនអាចទប់ទល់ជាមួយយើងបានផងឯងក៏ដូចគ្នាដែរថ្ងៃនេះឯងប្រកាសជាត្រូវស្លាប់យឺ ឯងគិតថាអាចឈ្នះយើងមែនទេតាមពិតទៅឯងមិនអាចប្រជែងជាមួយយើងទេ មិនអាចទេគេនោះប្រខែងណាយល់អត់ ដែរទេយឺតពេលហើយ មិនក៏មិនឆាប់ចាត់ការគេភ្លាមទេ កុំប្រញាប់ខ្លាំងពេកយើងត្រូវទុកពេលឲ្យគេដុតបំផ្លាញខ្លួនឯងសិនទៅ ហេតុអីមិនក៏ខ្លាចទៅជាចឹង តួជាឯងខំប្រឹងប្រែងប៉ុណ្ណាក៏ដោយក៏មិនអាចឈ្នះទេវតាបានដែរឥឡូវនេះដល់វេនឯងហើយស្លាប់ទៅអាមនុស្សក្បត់ឯងនេះ ទេកុំសម្លាប់យើងអីឯងកុំធ្វើអីយើងឲ្យសោះណា វ៉ៃវ៉ៃ អូនសម្លាញ់ ម៉ែកុំតែណាឲ្យសាត្រូវរៀបការជាមួយនឹងលោកប៉ា យើងទៅវិញទេ10000ឆ្នាំទៀតយើងនឹងឲ្យឯងស្លាប់ចាំ10000ឆ្នាំទៀតក៏បានដែរទៅ បងសម្លាញ់ឥឡូវអូនចាំហើយវ៉ៃវ៉ៃឥឡូវកូនធំហើយសុំទោសម៉ាក់មិនអាចដើរជាមួយកូនទេ បងធ្លាប់បាត់បង់អូនម្ដងទៅហើយបងមិនអាចបាត់បង់អូនជាលើកទី2ទៀតទេ ពេលនេះអូនមិនអីទេពេលនេះកម្លាំងរបស់អូនគឺកាន់តែខ្លាំងជាងមុនវាមិនដូចកាលពីមុនទេឬមួយអូនខ្លាចទៅជាទេវតា ពិតប្រាកដហើយព្រោះបងគឺជាអ្នកជួយអូនហើយបងគឺជាអ្នកនាំអូនមកកាន់ឋានសួគ៌អូននឹងមិនអាចត្រឡប់ទៅកាន់ភាពទន់ខ្សោយដោយកាលពីមុនទៀតនោះទេ មិនអាចទេគ្មាននរណាអាចគេចផុតពីកណ្ដាប់ដៃយើងទេ បងសម្លាញ់កូនស្រីឥឡូវនេះពួកយើងនៅជាមួយគ្នាជារៀងរហូត